ព្រះគម្ពីរកិច្ចការជំពូកទី13រីឯនៅក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូកនោះមានគ្រូអធិបាយនិងគ្រូបង្រៀនខ្លះគឺបាណាបាសមួយស៊ីមៀនដែលហៅថានីកើមួយលូគៀជាសាគីរ៉េនមួយម៉ាណាអេនជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូតស្ដេចអនុរាជមួយនិងសុលមួយកំពុងតែអ្នកទាំងនោះធ្វើការងារថ្វាយព្រះអង្គម្ចាស់ទាំងតមនោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ថាចូលញែកបាណាបាសនិងសុលចេញឲ្យខ្ញុំសម្រាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើដូច្នេះក្រោយដែលបានតមហើយអធិស្ឋានព្រមទាំងដាក់ដៃលើអ្នកទាំងពីរនោះក៏បើកឲ្យគេទៅឯអ្នកទាំងពីរនោះក៏ចុះទៅដល់សេលីសៀដោយព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅនៅទីនោះគេចុះសំពៅចេញទៅឯកោះគីប្រុសដល់សាឡាមីនហើយគេក៏ផ្សាយព្រះបន្ទូលនៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសយូដាមានទាំងយូហានជាអ្នកជំនួយដែរកាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយនោះក៏ប្រទះនឹងសាសយូដាម្នាក់ដែលធ្វើជាគ្រូអាបធ្មប់ជាហោរាខ្លាញ់ឈ្មោះបាយេស៊ូគ្រូនោះនៅជាមួយនឹងអ្នកតំណាងជាតិរ៉ូមម្នាក់ឈ្មោះសឺគៀប៉ូឡូសជាអ្នកឆ្លៀវឆ្លាតលោកក៏ហៅបាណាបាសនិងសុលមកដើម្បីចង់ស្ដាប់ព្រះបន្ទូលតែអេលីម៉ាស់ជាគ្រូអាបធ្មប់នោះត្បិតឈ្មោះនោះប្រែមកដូច្នេះក៏តាំងខ្លួនទាស់នឹងគេដើម្បីបង្វែរលោកមិនឲ្យជឿតែសុលដែលហៅថាប៉ុលដែរគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធក៏សម្លឹងមើលទៅគ្រូនោះដោយនិយាយថាណែមនុស្សដែលពេញដោយកិច្ចកលនិងសេចក្តីល្បិចគ្រប់យ៉ាងជាកូននៃអារក្សហើយជាខ្មាំងសត្រូវដល់គ្រប់ទាំងសេចក្តីសុចរិតអើយតើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអង្គម្ចាស់ទេឬអីមើលឥឡូវនេះព្រះហស្ថនៃព្រះអង្គម្ចាស់បានមកលើឯងហើយឯងនឹងត្រូវខ្វាក់ភ្នែកមើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិចនោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលហើយងងឹតសូន្យទៅរួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃការលោកតំណាងជាតិឃើញការដែលកើតមកដូច្នោះនោះក៏ជឿព្រមទាំងមានសេចក្តីអស្ចារ្យក្នុងចិត្តអំពីសេចក្តីបង្រៀនរបស់ព្រះអង្គម្ចាស់ផងប៉ុលនិងពួកគូកនគាត់ក៏ចុះសំពៅចេញពីប៉ាផុសទៅដល់ពើកានៅស្រុកប៉ាមភីលាឯយូហានគាត់បែកពីគេត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញតែគេចេញពីពើកាដើរកាត់ទៅឯអាន់ទីយ៉ូកនៅស្រុកពីសេឌាក៏ចូលទៅអង្គុយក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាកក្រោយការដែលអានមើលក្រឹត្យវិន័យនិងគម្ពីរពួកហោរាហើយនោះមេសាឡាក៏ប្រើមនុស្សឲ្យទៅប្រាប់ថាបងប្អូនអើយបើមានសេចក្តីអ្វីនឹងទូលមានដល់ពួកជននោះសូមបងប្អូនមានប្រសាសន៍ចោះលំដាប់នោះប៉ុលក៏ក្រោកឡើងធ្វើគ្រឿងសម្គាល់នឹងដៃនិយាយថាពួកសាសអ៊ីស្រាអែលនិងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយសូមស្ដាប់ចោះព្រះនៃសាសអ៊ីស្រាអែលយើងនេះទ្រង់បានរើសពួកអាយកោយើងរាល់គ្នាក៏លើកដំកើងសាសយើងក្នុងការដែលគេអាស្រ័យនៅស្រុកអេស៊ីបនៅឡើយរួចទ្រង់នាំគេចេញពីស្រុកនោះដោយព្រះហស្ថដ៏មានព្រះជាស្ដាហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេនៅទីរហោស្ថានក្នុងរវាងប្រហែលជា40ឆ្នាំក្រោយដែលទ្រង់បានបំផ្លាញសាសទាំង7នគរនៅស្រុកកាណាននោះក៏ចែកស្រុករបស់គេដល់ពួកអាយកោយើងដោយចាប់ឆ្នោតក្រោយការទាំងនោះមកទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា450ឆ្នាំដល់រាបដល់គ្រាហោរាសាំយូអែលនោះគេសូមឲ្យមានស្ដេចរួចព្រះទ្រង់តាំងសូលជាបុត្រគីសក្នុងពូជអម្បូរបេនយ៉ាមីនឲ្យធ្វើជាស្ដេចលើគេនៅរវាង40ឆ្នាំកាលដល់ស្ដេចនោះចេញហើយនោះទ្រង់លើកដាវីតតាំងឡើងជាស្ដេចវិញក៏ធ្វើបន្ទាប់ពីស្ដេចដាវីតថាអញរកបានដាវីតកូនអ៊ីសាយជាទីគប់ចិត្តដល់អញនឹងធ្វើតាមចិត្តអញគ្រប់ជំពូកគឺពីព្រះវង្សាស្ដេចនោះហើយដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះមួយអង្គដល់សាសអ៊ីស្រាអែលតាមសេចក្តីសន្យាគឺជាព្រះយេស៊ូវតែមុនដែលទ្រង់យាងមកនោះលោកយូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹកខាងឯការប្រែចិត្តដល់សាសអ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយការលោកយូហានកំពុងតែធ្វើសម្រេចការងារនោះលោកមានប្រសាសន៍ថាតើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា
ខ្ញុំមិនមែនជាព្រះអង្គនោះទេតែមើលព្រះអង្គនោះយាងមកក្រោយខ្ញុំមិនគួរនឹងស្រែកខ្សែសពស់បាត់ទ្រង់ផងអោបងប្អូនជាកូនចៅពួកអាប់រ៉ាហាំនិងអស់អ្នកក្នុងពួកអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះអើយទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្តីសង្គ្រោះនេះមកដល់អ្នករាល់គ្នាត្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡឹមព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេក៏មិនបានយល់សេចក្តីទំនាយរបស់ពួកហោរាដែលគេមើលរាល់តែថ្ងៃឈប់សម្រាកដែរបានជាគេធ្វើសម្រេចតាមសេចក្តីទំនាយនោះឯងដោយគេបានកាត់ទោសដល់ទ្រង់ហើយទោះបើគេរកហេតុអ្វីនឹងសម្លាប់ទ្រង់មិនបានក៏ដោយគង់តែគេសូមអង្វរដល់លោកពីឡាតឲ្យបានសម្លាប់ទ្រង់ដែរក្រោយដែលគេធ្វើសម្រេចគ្រប់សេចក្តីដែលចែកទុកពីទ្រង់រួចហើយនោះគេក៏យកទ្រង់ចុះពីជើងឆ្កាងមកបញ្ចុះក្នុងភ្នោតែព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរូបពីស្លាប់ឡើងវិញហើយទ្រង់លេចមកឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីលេមកឯក្រុងយេរូសាឡឹមជាមួយនឹងទ្រង់បានឃើញជាយូរថ្ងៃអ្នកទាំងនោះជាស្មោះបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយយើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះដល់អ្នករាល់គ្នាគឺជាសេចក្តីសន្យាដែលបានតាំងនឹងពួកអាយកោយើងថាព្រះបានធ្វើសម្រេចតាមសេចក្តីសន្យាទ្រង់ដល់យើងជាពូជនៃពួកអាយកោនោះហើយដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញដូចមានសេចក្តីចែងទុកមកក្នុងទំនុកដំកើងបទទី2ថាឯងជាកូនអញបានបង្កើតឯងនៅថ្ងៃនេះហើយដែលព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរូបពីស្លាប់ឡើងវិញដើម្បីមិនឲ្យទ្រង់ត្រឡប់ទៅឯសេចក្តីពុករលួយទៀតឡើយនោះទ្រង់មានបន្ទូលដូច្នេះថាអញនឹងផ្ដល់សេចក្តីមេត្តាករុណាស្មោះត្រង់ដែលឲ្យដល់ដាវីតដល់ឯងរាល់គ្នាដែរហើយដូច្នេះបានជាទ្រង់មានបន្ទូលក្នុងបទមួយទៀតថាទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ឃើញសេចក្តីពុករលួយឡើយរីឯលួងដាវីតកាលទ្រង់បានធ្វើការងារចំពោះមនុស្សចំនួនទ្រង់តាមព្រះハរតីនៃព្រះរួចស្រេចហើយនោះក៏ផ្ទុំលក់ទៅហើយបានប្រមូលទៅមូលនឹងពួកអាយកោទ្រង់ក៏ឃើញសេចក្តីពុករលួយដែរតែព្រះអង្គនោះដែលព្រះបានប្រោសឲ្យរស់ឡើងវិញទ្រង់មិនបានឃើញសេចក្តីពុករលួយឡើយដូច្នេះអ្នករាល់គ្នាជាបងប្អូនអើយសូមជ្រាបថាដែលមានសេចក្តីប្រោសឲ្យរួចពីបាបបានប្រកាសប្រាប់ដល់អ្នករាល់គ្នានោះគឺដោយសារព្រះអង្គនោះឯងមួយទៀតដោយសារទ្រង់អស់អ្នកណាដែលជឿបានរាប់ជាសុចរិតរួចពីគ្រប់ការទាំងអស់ដែលពុំអាចនឹងបានរាប់ជាសុចរិតដោយសារក្រឹតវិន័យលោកម៉ូសេបានឡើយមួយទៀតដោយសារទ្រង់អស់អ្នកណាដែលជឿបានរាប់ជាសុចរិតរួចពីគ្រប់ការទាំងអស់ដែលពុំអាចនឹងបានរាប់ជាសុចរិតដោយសារក្រឹតវិន័យលោកម៉ូសេបានឡើយដូច្នេះត្រូវប្រយ័ត្នក្រែងអ្នករាល់គ្នាកើតមានសេចក្តីដែលពួកហោរាបានទីទុកថាណែអស់អ្នកដែលមើលងាយអើយចូលភាំងឆ្ងល់ហើយវិនិច្ឆ័យទៅចោះត្បិតអញធ្វើការមួយនៅចំនួនឯងរាល់គ្នាគឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយកាលពួកសាសយូដាបញ្ចេញពីសាលាប្រជុំទៅហើយនោះពួកសាសដតីក៏សូមឲ្យពលអធិប្បាយតាមសេចក្តីទាំងនោះនៅថ្ងៃឈប់សម្រាកមួយក្រោយទៀតកាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅនោះមានពួកសាសយូដានិងពួកចូលសាសជាច្រើនដែលមកថ្វាយបង្គំគេដើរតាមពលនិងបាណាបាដែលទូលមានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះដល់ថ្ងៃឈប់សម្រាកក្រោយនោះពួកអ្នកក្រុងស្ទើរតែទាំងអស់ក៏មកប្រជុំគ្នាដើម្បីនឹងស្ដាប់ព្រះបន្ទូលតែកាលពួកសាសយូដាបានឃើញមនុស្សទាំងហ្វូងដូច្នេះនោះកើតមានចិត្តពេញដោយសេចក្តីច្រណែនហើយក៏ឆ្លើយទៅតឹងទាស់នឹងសេចក្តីដែលពលអធិប្បាយនោះទាំងជំនះហើយប្រមាថផងប៉ុន្តែពលនឹងបាណាបានិយាយដោយក្លាហានថាមុខគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូលដល់អ្នករាល់គ្នាជាមុនដំបូងប៉ុន្តែដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះហើយជំនុំជម្រះកាត់ទោសដល់ខ្លួនឯងថាមិនគួរនឹងទទួលបានជីវិតដ៏នៅអកលជានិច្ចនោះទេហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឲ្យពួកសាសដតីវិញត្បិតព្រះអង្គម្ចាស់ទ្រង់បានបង្គាប់មកយើងខ្ញុំដូច្នេះថាអញបានតាំងឯងសម្រាប់ជាពន្លឺដល់សាសដតីដើម្បីឲ្យឯងបានសម្រាប់ជាសេចក្តីសង្គ្រោះដល់ចុងផែនដីបំផុតកាលពួកសាសដតីបានឮដូច្នោះនោះគេមានសេចក្តីអំណរហ
ហើយក៏សរសើរព្រះបន្ទូលនៃព្រះអម្ចាស់ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កលជានិច្ចនោះក៏បានជឿឯព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយសរសាយទូទៅពេញក្នុងស្រុកនោះតែពួកសាសយូដាគេញុះញង់ពួកស្ត្រីអ្នកមុខអ្នកការដែលមកថ្វាយបង្គំនិងពួកអ្នកធំនៅក្នុងទីក្រុងនោះបណ្ដាលឲ្យមានសេចក្តីបៀតបៀនដល់ប៉ុលនិងបាណាបាក៏ដេញអ្នកទាំងពីរនោះចេញពីស្រុកគេទៅដូច្នេះអ្នកទាំងពីរក៏រលាស់ធូលីដីពីជើងចេញទាស់នឹងគេរួចចេញទៅឯក្រុងអ៊ីកូនៀមឯពួកសិស្សគេមានចិត្តពេញដោយសេចក្តីអំណរហើយនឹងព្រះវិញ្ញាណបរិសុទ្ធព្រះគម្ពីរកិច្ចការជំពូកទី14ការនៅក្រុងអ៊ីកូនៀមក៏នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់សាសយូដាបានអធិប្បាយនាំឲ្យទាំងពួកសាសយូដានិងសាសក្រិចយ៉ាងសន្ធឹកបានជឿប៉ុន្តែឯពួកសាសយូដាដែលមិនព្រមជឿគេញុះញង់ហើយចាក់រុកពួកសាសដទៃឲ្យគេទាស់នឹងពួកជំនុំវិញចំណែកប៉ុលនិងបាណាបាក៏នៅទីនោះជាយូរថ្ងៃគេអធិប្បាយយ៉ាងឃ្លាវខ្លាដោយនៅព្រះអង្គម្ចាស់ហើយទ្រង់ក៏ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណទ្រង់ដោយទ្រង់ប្រោសប្រទានឲ្យមានទីសម្គាល់នឹងការអស្ចារ្យកើតមកដោយសារដៃអ្នកទាំងពីរនោះឯមនុស្សទាំងឡាយនៅក្នុងទីក្រុងនោះគេបែកបាក់គ្នាអ្នកខ្លះកាន់ខាងសាសយូដាខ្លះខាងពួកសាវកតែកាលពួកសាសដទៃនិងពួកសាសយូដាព្រមទាំងពួកនាម៉ឺនរបស់គេបានលើកព្រួតគ្នានឹងទៅថ្មេះតេះដៀលហើយចោលនឹងថ្មនោះអ្នកទាំងពីរបានដឹងហើយក៏រត់ទៅឯទីក្រុងនៅស្រុកលូកាវនីវិញគឺលីស្ត្រានិងដឺបេហើយនឹងស្រុកនៅជុំវិញក៏ប្រកាសប្រាប់ដំណឹងល្អនៅកន្លែងទាំងនោះរីឯនៅស្រុកលីស្ត្រាមានមនុស្សម្នាក់មានជើងពិការគាត់អង្គុយនៅដោយខ្វិនតាំងតែពីផ្ទៃម្ដាយមកមិនដែលដើរសោះឡើយអ្នកនោះបានឮប៉ុលអធិប្បាយហើយប៉ុលក៏សម្លឹងមើលទៅគាត់ឃើញថាគាត់មានសេចក្តីជំនឿល្មមដើម្បីឲ្យបានជានោះក៏បន្លឺជាសំឡេងខ្លាំងថាចូលក្រោកឈរឲ្យត្រង់ឡើងរួចអ្នកនោះក៏ស្ទុះឡើងដែរកាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើនោះគេបន្លឺឡើងជាភាសាលូកៅនីថាពួកព្រះបានកាឡានិមិត្តជាមនុស្សចុះមកឲ្យយើងហើយគេក៏ហៅបាណាបាជាព្រះសេយ៉ូហើយប៉ុលជាព្រះហឺមេសពីព្រោះគាត់ជាមេសម្ដែងហើយសង្ឃរបស់ព្រះសេយ៉ូដែលនៅមុខក្រុងគេក៏នាំយកគោឈ្មោលហើយនឹងភួងទៅដល់ខ្លោងទ្វារក្រុងចង់ថ្វាយយ៉ាញ់បូជាជាមួយនឹងបណ្ដាមនុស្សកាលបាណាបានិងប៉ុលជាសាវកបានដឹងនោះក៏ហែកអាវខ្លួនរត់ចូលទៅកណ្ដាលហ្វូងមនុស្សស្រែកឡើងថាអ្នករាល់គ្នាអើយហេតុអ្វីបានជាធ្វើដូច្នេះយើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរមួយទៀតយើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាឲ្យបានបាយចេញពីអស់ទាំងការដែលឥតប្រយោជន៍យ៉ាងនេះទៅឯព្រះដ៏មានព្រះជន្មរស់វិញដែលទ្រង់បង្កើតផ្ទៃមេឃផែនដីសមុទ្រនិងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផងក្នុងការចំនួនមនុស្សពីបុរាណនោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសាសដើរតាមផ្លូវរបស់គេរៀងខ្លួនប៉ុន្តែទ្រង់មិនដែលលែងមានទីបន្ទាល់ពីព្រះអង្គទ្រង់ទេដោយទ្រង់តែងតែផ្សាយព្រះគុណមកគឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃឲ្យមានរដូវដ៏សម្បូរដើម្បីនឹងបំពេញចិត្តយើងដោយអាហារនិងសេចក្តីអំណរតែដែលគាត់អធិប្បាយសេចក្តីទាំងនោះដល់គេនោះខាត់គេមិនឲ្យថ្វាយយ៉ាញ់បូជាដល់ខ្លួនសឹងតែមិនបានផងមានពួកសាសយូដាខ្លះមកពីអាន់ទីយ៉ូកនិងអ៊ីកូនៀមគេបញ្ចុះបញ្ចូលហ្វូងមនុស្សឲ្យចោលប៉ុលនិងថ្មរួចគេអូសគាត់ចេញទៅក្រៅទុកចោលដោយស្មានថាបានស្លាប់ហើយប៉ុន្តែពួកសិស្សមកចាំពាត់គាត់រួចគាត់ក្រោកឡើងចូលទៅក្នុងទីក្រុងវិញហើយដល់ថ្ងៃស្អែកកូននិងបាណាបាក៏ចេញទៅឯដឺបេក្រោយដែលប្រកាសប្រាប់ដំណឹងល្អហើយបានសិស្សជាច្រើននៅក្រុងនោះក៏ត្រឡប់ទៅឯលីស្ត្រាអ៊ីកូនៀមនិងអាន់ទីយ៉ូកវិញព្រមទាំងចម្រើនកម្លាំងដល់ពួកសិស្សឲ្យមានចិត្តរឹងប៉ឹងឡើងហើយទូលមានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿដោយពាក្យថាត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើនទើបនឹងចូលទៅក្នុងនគរព្រះបានកាលបានរើសពួកចាស់ទុំតាំងឡើងក្នុងគ្រប់ទាំងពួកជំនុំហើយអធិស្ឋានទាំងតមនោះក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ដែលគេបានជឿដល់ទ្រង់ហើយរួចនាំគ្នាដើរកាត់ស្រុក
ពីស៊ីឌាទៅរហូតដល់ស្រុកប៉ាមភីលាក្រោយដែលអធិប្បាយតាមព្រះបន្ទូលនៅក្រុងពើការរួចហើយនោះក៏ចុះទៅឯអាតាលីក៏ចុះសំពៅពីទីនោះត្រឡប់ទៅហើយអន្តិយោគវិញជាកន្លែងដែលគេបានទុកដាក់អ្នកទាំងពីរក្នុងព្រះគុណនៃព្រះសម្រាប់ការដែលទើបនឹងធ្វើសម្រេចលួនដល់ហើយក៏ប្រមូលពួកជំនុំមកថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួនហើយពីទ្រង់បានបើកទ្វារនៃសេចក្តីជំនឿដល់សាសដទៃដែររួចក៏នៅទីនោះជាមួយនឹងពួកសិស្សជាយូរក្រែលព្រះគម្ពីរកិច្ចការចំពុកទី15មានមនុស្សខ្លះចប់ពីស្រុកយូដាមកបង្រៀនដល់ពួកជំនុំថាបើមិនបានកាត់ស្បែកតាមទម្លាប់របស់លោកម៉ូសេនោះពុំអាចនឹងបានសង្គ្រោះឡើយដូច្នេះកាលប៉ុលនិងបាណាបាបានជជែកនឹងគេហើយមានសេចក្តីដេញដោលគ្នាជាខ្លាំងរួចហើយនោះពួកជំនុំបានតម្រូវឲ្យប៉ុលនិងបាណាបាព្រមទាំងអ្នកខ្លះទៀតក្នុងពួកគេឡើងទៅឯពួកសាវកនិងពួកចាស់ទុំនៅក្រុងយេរូសាឡិមដើម្បីនឹងសួរបញ្ជាក់ពីដំណើរនោះដូច្នេះពួកជំនុំក៏ចេញជូនដំណើរអ្នកទាំងពីរនោះទៅរួចគេដើរកាត់ស្រុកភេនីនិងស្រុកសាម៉ារីទាំងថ្លែងប្រាប់ពីរឿងដែលសាសដទៃបានប្រែចិត្តជឿគេក៏នាំឲ្យពួកជំនុំទាំងអស់មានសេចក្តីអំណរជាខ្លាំងលួនដល់ក្រុងយេរូសាឡិមហើយនោះពួកជំនុំពួកសាវកនិងពួកចាស់ទុំក៏រាក់ទាក់ទទួលគេរួចគេថ្លែងប្រាប់ពីគ្រប់ការទាំងអស់ដែលព្រះបានធ្វើដោយសារខ្លួននោះមានអ្នកខ្លះក្នុងពួកផារីស៊ីដែលជឿគេឈរឡើងនិយាយថាត្រូវតែកាត់ស្បែកឲ្យពួកសាសដទៃនោះហើយបង្គាប់ឲ្យកាន់តាមក្រឹតវិន័យរបស់លោកម៉ូសេដែរពួកសាវកនិងពួកចាស់ទុំក៏ប្រជុំគ្នាប្រឹក្សាពីដំណើរនោះលុះបានជជែកគ្នាជាយូរទៅនោះពេត្រុសក្រោកឡើងនិយាយថាបងប្អូនអើយអ្នករាល់គ្នាដឹងហើយថាកាលពីដើមព្រះបានរើសក្នុងពួកយើងរាល់គ្នាដើម្បីឲ្យពួកសាសដទៃបានឮព្រះបន្ទូលនៃដំណឹងល្អហើយឲ្យបានជឿដោយសារមាត់ខ្ញុំនោះព្រះដ៏ជ្រាបនៅចិត្តមនុស្សទាំងឡាយទ្រង់បានធ្វើបន្ទាល់ពីគេដោយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេដូចជាដល់យើងរាល់គ្នាដែរទ្រង់មិនបានរាប់ពួកយើងនិងពួកគេខុសពីគ្នាទេគឺបានសម្អាតចិត្តគេដោយសារសេចក្តីជំនឿជឿដែរចុះហេតុអ្វីបានជាលបងព្រះដោយបំពាក់នឹមនៅកពួកសិទ្ធិឆ្នេះដែលទោះទាំងពួកឯកកោយើងឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រាំទ្របានផងយើងជឿថាបានសង្គ្រោះដោយព្រះគុណនៃព្រះអង្គម្ចាស់យេស៊ូវដូចជាគេដែរឯពួកជំនុំទាំងអស់គ្នាក៏នៅស្ងៀមស្ដាប់បាណាបានិងប៉ុលដែលគេរាយរឿងប្រាប់ពីទីសម្គាល់និងការអស្ចារ្យទាំងប៉ុន្មានដែលព្រះបានធ្វើក្នុងពួកសាសដទៃដោយសារខ្លួនការឈប់អធិប្បាយហើយនោះយ៉ាកុបឆ្លើយឡើងថាអ្នករាល់គ្នាជាបងប្អូនអើយសូមស្ដាប់ខ្ញុំសិនស៊ីម៉ូនបានថ្លែងប្រាប់ពីបែបយ៉ាងណាដែលព្រះទ្រង់ប្រោសដល់ពួកសាសដទៃជាមុនដំបូងដើម្បីយករាជមួយពួកពីគេទុកសម្រាប់ព្រះនាមទ្រង់ហើយសេចក្តីទំនាយរបស់ពួកហោរាក៏ត្រូវនឹងដំណើរនោះដែរដូចជាមានសេចក្តីចែងទុកមកថាក្រោយនោះអញនឹងត្រឡប់មកលើកទីលំនៅរបស់លួងដាវីតដែលរលំនោះឡើងអញនឹងសង់ត្រង់កន្លែងបាក់បែកហើយដំឡើងឲ្យត្រង់ឡើងវិញដើម្បីឲ្យសំណល់មនុស្សបានស្វះស្វែងរកព្រះអង្គម្ចាស់ព្រមទាំងសាសដទៃទាំងប៉ុន្មានដែលបានហៅតាមឈ្មោះអញនោះឯងនេះហើយជាព្រះបន្ទូលនៃព្រះអង្គម្ចាស់ជាព្រះដែលធ្វើការទាំងនោះគ្រប់ការដែលព្រះទ្រង់ធ្វើនោះទ្រង់បានជ្រាបតាំងពីអស់កលរៀងមកដូច្នេះបើតាមគំនិតខ្ញុំនោះមិនត្រូវធ្វើឲ្យពួកសាសដទៃដែលងាកបែរមកឲ្យព្រះវិញមានចិត្តខ្វល់ឡើយគឺត្រូវសរសេរផ្ញើទៅឲ្យគេគ្រាន់តែជៀសវាងចេញពីរូបព្រះដែលនាំឲ្យស្មោកគ្រកមួយពីសេចក្តីកំផិតមួយពីសត្វដែលសម្លាប់ដោយច្របាច់កមួយហើយពីឈាមមួយប៉ុណ្ណោះព្រោះតាំងពីចាស់បុរាណមកមានគេប្រកាសប្រាប់ពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ហើយគេមើលគម្ពីរលោកនៅអស់ទាំងសាលាប្រជុំរាល់តែថ្ងៃឈប់សម្រាកដែរនោះពួកសាវកនិងពួកចាស់ទុំព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថាគូនឹងរើសយកអ្នកខ្លះក្នុងពួកគេគឺយូដាសដែលហៅថា
បាសាបាសមួយនិងស៊ីឡាសមួយជាពួកអ្នកមកក្នុងពួកជំនុំដើម្បីនឹងចាត់ឲ្យទៅអានទីយ៉ូបជាមួយនឹងប៉ុលហើយនឹងបាណាបាគេក៏ធ្វើសម្បត្តិផ្ញើដោយសារអ្នកទាំងនោះបែបដូចនេះថាសម្បត្តិយើងខ្ញុំជាពួកសាវកពួកចាស់ទុំនិងពួកបងប្អូនទាំងអស់គ្នាផ្ញើមកជម្រាបសួរដល់ពួកបងប្អូនសាសដតីដែលនៅក្រុងអានទីយ៉ូបស្រុកសេរីនិងស្រុកគីលីគៀឲ្យបានជ្រាបត្បិតយើងខ្ញុំបានឮថាមានអ្នកខ្លះចេញពីពួកយើងខ្ញុំមកនាំឲ្យអ្នករាល់គ្នាខ្វល់ចិត្តហើយឲ្យវល់គំនិតដោយពាក្យសម្ដីដែលគេថាត្រូវតែកាត់ស្បែកហើយកាន់តាមក្រឹតវិន័យផងតែយើងខ្ញុំមិនបានបង្គាប់គេទេដូច្នេះយើងខ្ញុំបានព្រមព្រៀងគ្នាយល់ឃើញថាគូនឹងរើសអ្នកខ្លះចាត់មកឲ្យអ្នករាល់គ្នាជាមួយនឹងបាណាបាហើយនឹងប៉ុលជាសម្លាញ់ស្ងួនគ្នានៃយើងខ្ញុំដែលបានប្រថុយជីវិតដោយយល់ដល់ព្រះនាមនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនៃយើងរាល់គ្នាដូច្នេះយើងខ្ញុំបានចាត់យូដាសនិងស៊ីឡាសមកឲ្យជម្រាបដល់អ្នករាល់គ្នាផ្ទាល់មាត់ពីសេចក្តីទាំងនោះឯងពីព្រោះព្រះវិញ្ញាណបរិសុទ្ធនិងយើងខ្ញុំរាល់គ្នាបានយល់ឃើញថាមិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាក្រៅពីសេចក្តីទាំងនេះដែលត្រូវតែកាន់នោះឡើយគឺឲ្យជៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះមួយឈាមមួយសត្វដែលសម្លាប់ដោយច្របាច់កមួយនិងសេចក្តីកំផិតមួយបើអ្នករាល់គ្នាជៀសវាងពីរបស់ទាំងនេះនោះបានល្អហើយសូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះកាលពួកជំនុំបានឲ្យអ្នកទាំងនោះទៅហើយនោះគេទៅដល់អានទីយ៉ូបក៏ប្រជុំពួកសិស្សទាំងប៉ុន្មានហើយប្រគល់សម្បត្តិនោះដល់ពួកជំនុំលុះបានអានមើលសម្បត្តិស្រេចហើយពួកនោះក៏មានសេចក្តីរីករាយដោយពាក្យកំសាន្តនោះឯយូដាសនិងស៊ីឡាសដែលជាគ្រូអធិប្បាយដែរគេបានប្រដៅទូលមានជាច្រើនដល់ពួកជំនុំព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើងកាលនៅទីនោះជាយូរបន្តិចនោះពួកជំនុំឲ្យគេត្រឡប់ទៅឲ្យពួកសាវកវិញដោយសុខសាន្តតែស៊ីឡាសគាត់គប់ចិត្តនៅទីនោះតទៅទៀតឯប៉ុលនិងបាណាបាបានបង្អង់នៅឯក្រុងអានទីយ៉ូបនោះដែរទាំងបង្រៀនឲ្យប្រកាសប្រាប់ពីដំណឹងល្អគឺជាព្រះបន្ទូលនៃព្រះអង្គម្ចាស់ជាមួយនឹងមនុស្សឯទៀតជាច្រើនកាលក្រោយបន្តិចថ្ងៃមកនោះប៉ុលនិយាយនឹងបាណាបាថាចូលយើងត្រឡប់ទៅសួរពួកបងប្អូននៅអស់ទាំងក្រុងជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអង្គម្ចាស់ផងដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្ដេចហើយបាណាបាគាត់គិតចង់យកយូហានដែលហៅថាម៉ាកុសទៅជាមួយផងតែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេពីព្រោះជាន់មុនគាត់បានចាក់ចោលគេពីកាលនៅស្រុកប៉ាមភីលាម្ដងហើយមិនបានទៅធ្វើការជាមួយគ្នាតទៅឡើយដូច្នេះគេមានការទាស់តែងគ្នាជាខ្លាំងដល់ម្លេះបានជាបែកចេញពីគ្នាឯបាណាបាគាត់យកម៉ាកុសចោះសំពៅទៅឯកោះគីប្រុសតែប៉ុលគាត់រើសយកស៊ីឡាសវិញហើយចេញដំណើរទៅដោយមានពួកជំនុំផ្ទុកផ្ដាក់ក្នុងព្រះគុណនៃព្រះអង្គម្ចាស់នោះគាត់ដើរកាត់ស្រុកសេរីនិងស្រុកគីលីគៀក៏តាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្លួនឡើងព្រះគម្ពីរកិច្ចការជំពូកទី16រីឯប៉ុលបានទៅដល់ក្រុងដឺបេនិងលីស្ត្រាហើយនៅទីនោះក៏ប្រទះឃើញសិស្សម្នាក់ឈ្មោះធីម៉ូថេជាកូនរបស់ស្ត្រីសាសយូដាម្នាក់ដែលបានជឿតែឪពុកជាសាសក្រិចគាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងពួកជំនុំនៅលីស្ត្រានិងអ៊ីកូនៀមឯប៉ុលចង់ឲ្យអ្នកនោះទៅជាមួយផងបានជាគាត់នាំយកទៅកាត់ស្បែកឲ្យដោយព្រោះពួកសាសយូដាដែលនៅស្រុកទាំងនោះត្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសក្រិចកំពុងតែដើរកាត់អស់ទាំងទីក្រុងនោះក៏ប្រគល់សេចក្តីបញ្ញត្តិទាំងប៉ុន្មានដល់គេជាសេចក្តីដែលពួកសាវកនិងពួកចាស់ទុំដែលនៅក្រុងយេរូសាឡឹមបានជំនុំសម្រេចឲ្យគេកាន់តាមយ៉ាងនោះពួកជំនុំទាំងប៉ុន្មានមានសេចក្តីជំនឿរឹតតែខ្លាំងហើយចំនួននៃពួកសិស្សចេះតែចម្រើនកើនឡើងជារៀងរាល់ថ្ងៃកាលបានដើរកាត់ស្រុកពីគ្រានិងដែនខេត្តកាឡាទីនោះព្រះវិញ្ញាណបរិសុទ្ធទ្រង់ឃាត់មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេបានជានាំគ្នាចុះទៅឯស្រុកមីសៀវិញហើយខំចូលទៅក្នុងស្រុកប៊ីធូនីប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេរួចគេដើរហួសពីស្រុកមីសៀ
ចូលទៅឯត្រអាសវិញនៅយប់នោះប៉ុលបានឃើញក្នុងការជាក់ស្ដែងជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ចូលអង្វរគាត់ថាសូមអញ្ជើញឆ្លងមកជួយយើងខ្ញុំដែលនៅស្រុកម៉ាសេដូននេះផងលុះគាត់បានឃើញការជាក់ស្ដែងនោះរួចហើយនោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាមដោយយល់ឃើញថាព្រះអង្គម្ចាស់ទ្រង់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់គេកាលបានចោះសំពៅចេញពីត្រូអាសទៅនោះក៏តម្រង់ទៅឯកោះសាមុត្រាហើយថ្ងៃក្រោយបានដល់នាប៉ូលពីទីនោះយើងក៏ទៅដល់ក្រុងភីលីបជាទីក្រុងលេខ1ក្នុងដែនខេត្តម៉ាសេដូនដែលជាស្រុកចំណុះហើយយើងសម្ចតនៅទីនោះបាន 4-10 ថ្ងៃដល់ថ្ងៃឈប់សម្រាកយើងដើរចេញពីទីក្រុងទៅឯមាត់ទន្លេជាកន្លែងដែលគេធ្លាប់អធិប្បាយក៏អង្គុយនិយាយនឹងពួកស្រីៗដែលប្រជុំគ្នានោះមានស្ត្រីម្នាក់ជាអ្នកជំនួញលាក់ពណ៌ស្វាយឈ្មោះលីឌាពីក្រុងធាតេរ៉ាជាអ្នកដែលបានថ្វាយបង្គំព្រះនាងប្រុងស្ដាប់ហើយព្រះអង្គម្ចាស់ទ្រង់បើកចិត្តនាងឲ្យយកចិត្តទុកដាក់តាមសេចក្តីដែលប៉ុលអធិប្បាយកាលនាងបានទទួលបុណ្យជ្រមុជទឹកព្រមទាំងពួកគ្រួនាងរួចហើយនោះក៏អញ្ជើញយើងថាបើអស់លោកយល់ឃើញថាខ្ញុំស្មោះត្រង់ចំពោះព្រះអង្គម្ចាស់ពិតនោះសូមលោកអញ្ជើញទៅឯផ្ទះខ្ញុំកុំខាននាងក៏បង្ខំដល់យើងរួចកាលយើងកំពុងតែទៅឯទីអធិស្ឋាននោះមានបាវស្រីម្នាក់មកជួបនឹងយើងនាងនោះមានអារក្សភីថងចូលក៏បានចម្រើនឲ្យចៅហ្វាយនាងជាច្រើនដោយការទាយនាងដើរតាមប៉ុលនឹងយើងខ្ញុំទាំងស្រែកថាអ្នកទាំងនេះជាអ្នកបម្រើនៃព្រះដ៏ខ្ពស់បំផុតតែប្រាប់យើងពីផ្លូវសង្គ្រោះនាងក៏ធ្វើដូច្នោះជាយូរថ្ងៃទាល់តែប៉ុលមានសេចក្តីរំខានចិត្តហើយបែរទៅនិយាយនឹងអារក្សនោះថាអញបង្គាប់ឯងដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទឲ្យឯងចេញពីនាងនេះទៅវាក៏ចេញទៅនៅវេលានោះឯងកាលពួកចៅហ្វាយរបស់នាងឃើញថាទីសង្ឃឹមដែលនឹងបានកម្រៃបានបាត់អស់ទៅហើយនោះគេក៏ចាប់ប៉ុលនិងស៊ីឡាសដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារនៅចំពោះមុខមេនគរបាលរួចកាលនាំទៅដល់នាយកតម្រួតនគរបាលគេជម្រាបថាពួកសាសយូដាទាំងនេះនាំឲ្យទីក្រុងយើងកើតវឹកវរជាខ្លាំងណាស់គេប្រកាសប្រាប់ពីទំនៀមទម្លាប់ដែលយើងខ្ញុំជាសាសរ៉ូមគ្មានច្បាប់ទទួលឬកាន់តាមឡើយហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុលហើយនឹងស៊ីឡាសដែររួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញហើយបង្គាប់ឲ្យវាយនឹងរំពាត់ក្រោយដែលវាយមានស្នាមជាច្រើនហើយនោះក៏យកទៅដាក់គុកបង្គាប់មេភូមិឃុំឲ្យរក្សាដោយប្រយ័ត្នប្រយែងមេភូមិឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផងលុះពេលប្រហែលជាកណ្ដាលអាត្រៀតប៉ុលនិងស៊ីឡាសកំពុងតែអធិស្ឋានហើយច្រៀងសរសើរដល់ព្រះឯពួកអ្នកទោសក៏ស្ដាប់ដែរនោះស្រាប់តែកើតមានកក្រើកដីជាខ្លាំងដល់ម្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផងហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាមខ្នោះក៏រហើបចេញទាំងអស់ទៅកាលមេភូមិឃុំភ្ញាក់ឡើងឃើញទ្វារគុកនៅចំហដូច្នោះក៏ហូតដើរបំរុងនឹងសម្លាប់ខ្លួនចោលដោយស្មានថាអ្នកទោសបានរត់រួចអស់ហើយប៉ុន្តែប៉ុលស្រែកឡើងខកថាកុំធ្វើបាបខ្លួនឡើយត្បិតយើងនៅឯនេះទាំងអស់គ្នាទេមេភូមិឃុំក៏ឲ្យគេយកភ្លើងមករួចមនីស្ទុះចូលទៅក្នុងគុកផ្ដួលខ្លួននៅទៀបនឹងជើងប៉ុលនិងស៊ីឡាសទាំងញាក់ញ័រគាត់នាំគេចេញទៅក្រៅសួរថាលោកម្ចាស់អើយតើត្រូវឲ្យខ្ញុំធ្វើដូចម្ដេចឲ្យបានសង្គ្រោះផងគេក៏ប្រាប់គាត់ថាចូលជឿដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទៅនោះនឹងបានសង្គ្រោះហើយព្រមទាំងពួកគ្រួសារលោកផងគេក៏ផ្សាយព្រះបន្ទូលនៃព្រះអង្គម្ចាស់ដល់គាត់និងពួកគ្រួគាត់ទាំងអស់ដែរនៅវេលាយប់នោះឯងគាត់យកគេទៅលាងស្នាមរំពាត់ចេញរួចខ្លួនគាត់និងពួកគាត់ទាំងអស់ក៏ទទួលបុណ្យជ្រមុជទឹកភ្លាមនោះគាត់នាំគេចូលទៅក្នុងផ្ទះរៀបតុឲ្យបរិភោគដោយមានចិត្តរីករាយសាទរព្រមទាំងពួកគ្រួគាត់ផងដោយព្រោះបានជឿដល់ព្រះហើយដល់ភ្លឺឡើងនោះមេនគរបាលចាត់ពួកនាយឲ្យទៅប្រាប់ថាចូលលេងអ្នកទាំងពីរនោះទៅមេភូមិឃុំប្រាប់ដល់ប៉ុលតាមពាក្យនោះថាលោកនគរបាលបានចាត់គេមកប្រាប់ឲ្យលេងលោកចេញទៅហើយដូច្នេះសូមអញ្ជើញទៅដោយសុខសាន្តចុះតែប៉ុលឆ្លើយទៅគេថាពួកមេនគរបាលវាយើងនឹងរំពាត់នៅកណ្ដាលជំនុំឥតមានកាត់ទោស
ហើយបានដាក់គុកយើងផងដែលយើងជាជាតិរ៉ូមដូច្នេះឥឡូវនេះលោកចង់កិច្ចការប្រែជាដេញយើងទៅដោយសម្ងាត់វិញឬធ្វើដូច្នេះពុំបានទេត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញពួកនាយក៏ទៅជម្រាបតាមពាក្យនោះរួចពួកមេនគរបាលមានសេចក្តីភិតភ័យដោយឮថាជាជាតិរ៉ូមក៏មកសូមអង្វរដល់គាត់ទាំងពីរនាក់រួចនាំចេញពីក្នុងគុកហើយសូមឲ្យចេញពីទីក្រុងគេទៅកាលចេញពីគុកហើយទើបនាំគ្នាទៅឯនាងលីឌាលុះបានឃើញពួកជំនុំនោះក៏ទូលមានដល់គេរួចចេញដំណើរទៅព្រះគម្ពីរកិច្ចការជំពូកទី17រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលីនិងក្រុងអាប៉ូឡូនីនោះគេទៅដល់ក្រុងថៃសាឡូនីកជាកន្លែងដែលមានសាលាប្រជុំរបស់សាសយូដាប៉ុលក៏ចូលទៅឯគេតាមទម្លាប់គាត់ហើយជជែកពន្យល់ដល់គេតាមគម្ពីរក្នុង3ថ្ងៃឈប់សម្រាកក៏បើកសម្ដែងយ៉ាងច្បាស់ថាព្រះគ្រីស្ទត្រូវតែរងទុក្ខរួចមានប្រជជនរស់ពីស្លាប់ឡើងវិញគាត់ក៏និយាយថាព្រះយេស៊ូវនេះឯងដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នាទ្រង់គឺជាព្រះគ្រីស្ទនោះហើយពួកអ្នកនោះខ្លះក៏យល់ព្រមហើយបានចូលខាងប៉ុលនិងស៊ីឡាព្រមទាំងពួកសាសក្រិចសន្ធឹកដែលតែងតែថ្វាយបង្គំព្រះនិងពួកស្រីអ្នកមុខជាក្រែលដែរតែពួកសាសយូដាដែលមិនព្រមជឿគេមានចិត្តឈ្នានីសក៏នាំយកមនុស្សពាលអនាថាខ្លះមករួចប្រមូលបានមនុស្សយ៉ាងសន្ធឹកទៅបង្កើតវឹកវរក្នុងទីក្រុងហើយនាំគ្នាទៅចាំពាត់ផ្ទះយ៉ាសុនរកចាប់ប៉ុលនិងស៊ីឡានាំចេញមកឯបណ្ដាជនលុះរកមិនឃើញក៏ចាប់យ៉ាសុននិងពួកជំនុំខ្លះកន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុងដោយស្រែកថាពួកដែលនាំឲ្យក្រឡាស់ផែនដីនោះបានមកទីនេះហើយឯយ៉ាសុននេះជាអ្នកបានទទួលគេពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញារបស់សេសាដោយនិយាយថាមានស្ដេចមួយទៀតឈ្មោះយេស៊ូវមនុស្សទាំងនោះក៏នាំអស់បណ្ដាជននិងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយដោយឮសេចក្តីនោះរួចកាលបានយកប្រាក់ធានាពីយ៉ាសុននិងអ្នកឯទៀតហើយនោះក៏លែងគេចេញទៅពួកជំនុំក៏ឲ្យប៉ុលនិងស៊ីឡាចេញទៅឯក្រុងបេរ៉ាទាំងយប់ភ្លាមកាលទៅដល់នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសយូដារីឯពួកអ្នកស្រុកនោះមានចិត្តល្អជាងពួកអ្នកនៅថៃសាឡូនីកគេប្រុងប្រៀបសពគ្រប់នឹងទទួលព្រះបន្ទូលក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវដូច្នេះមានពួកគេនិងពួកស្រីសាសក្រិចជាអ្នកមុខអ្នកការជាច្រើនបានជឿក៏មានប្រុសក្រែលដែរតែកាលពួកសាសយូដានៅថៃសាឡូនីកបានដឹងថាប៉ុលបានផ្សាយព្រះបន្ទូលនៅក្រុងបេរ៉ាដែរនោះគេក៏មកញុះញង់បណ្ដាជននៅទីនោះទៀតដូច្នេះពួកជំនុំឲ្យប៉ុលចេញទៅភ្លាមធ្វើដូចជានឹងទៅឯសមុទ្រតែស៊ីឡានិងធីម៉ូថេនៅទីនោះតទៅឯពួកអ្នកដែលជូនប៉ុលទៅគេនាំទៅឯក្រុងអាថែនវិញរួចកាលគេទទួលពាក្យដែលគាត់ផ្ដាំទៅស៊ីឡានិងធីម៉ូថេឲ្យគេជួបនឹងគាត់ជាប្រញាប់នោះគេនាំគ្នាត្រឡប់វិលទៅវិញកំពុងតែប៉ុលចាំគេនៅក្រុងអាថែននោះគាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំងដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះដូច្នេះគាត់ក៏ជជែកពន្យល់ដល់សាសយូដានិងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេហើយនៅទីផ្សារជាមួយនឹងអស់អ្នកដែលមកជួបនឹងគាត់រាល់តែថ្ងៃដែរតែមានពួកអេពីគូនិងពួកស្តអ៊ីកខ្លះជាអ្នកប្រាជ្ញបរមត្ថគេមកជួបនឹងគាត់ខ្លះសួរថាតើអ្នកដែលនិយាយបបាច់នេះចង់ថាដូចម្ដេចខ្លះទៀតថាមើលទៅដូចជាគាត់សម្ដែងពីព្រះដតីទេត្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវហើយពីសេចក្តីរស់ពីស្លាប់ឡើងវិញគេក៏នាំយកគាត់ទៅឯភ្នំអេរីយ៉ូសួរថាតើយើងអាចនឹងដឹងជាសេចក្តីបង្រៀនថ្មីដែលអ្នកអធិប្បាយនេះជាយ៉ាងណាបានឬទេត្បិតយើងបានឮអ្នកអធិប្បាយយ៉ាងប្លែកណាស់ដូច្នេះយើងចង់ដឹងនៃសេចក្តីទាំងនេះដែររីឯពួកអ្នកនៅស្រុកអាថែននិងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មានគេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេគេគិតតែពីប្រាប់ឬស្ដាប់សេចក្តីថ្មីប៉ុណ្ណោះឯប៉ុលគាត់ឈរនៅកណ្ដាលទីអឺរីយ៉ូសម្ដែងថាអោពួកអ្នកនៅក្រុងអាថែនអើយក្នុងការទាំងអស់ខ្ញុំយល់ឃើញថា
អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ត្បិតកំពុងតែខ្ញុំដើរចុះឡើងមើលប្រដាប់ប្រដាដែលអ្នករាល់គ្នាគោរពបូជានោះខ្ញុំឃើញមានអាសនៈមួយដែលមានចរិតថាព្រះដ៏ពុំស្គាល់ដូច្នេះខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះដែលអ្នករាល់គ្នាគោរពបូជាដោយឥតស្គាល់នោះឯងត្បិតព្រះដែលបង្កើតលោកីនិងរបស់សពសារពើព្រះអង្គនោះទ្រង់ជាព្រះអង្គម្ចាស់នៃស្ថានសួគ៌និងផែនដីទ្រង់មិនគង់ក្នុងវិហារដែលដៃមនុស្សបានធ្វើទេក៏មិនបាច់មានដៃមនុស្សបម្រើទ្រង់ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរត្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ឲ្យគ្រប់ទាំងអស់មានជីវិតមានដង្ហើមគ្រប់ចម្ពោះទ្រង់បានបង្កើតមនុស្សគ្រប់សាសពីឈាមតែមួយឲ្យបាននៅពេញលើផែនដីព្រមទាំងសម្រេចកំណត់ពេលវេលាដែលបានតាំងជាមុននិងព្រមទីលំនៅរបស់គេគ្រប់គ្នាដើម្បីឲ្យគេស្វែងរកព្រះក្រែងគេនឹងរកទ្រង់ឃើញដោយខំរៀបរកមិននោះទេដឹងទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនីមួយៗក៏ដោយត្បិតគឺដោយសារទ្រង់ហើយដែលយើងរាល់គ្នាបានរស់កំរើហើយមាននៅផងដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នាបាននិយាយដែរថាមនុស្សយើងជាពូជព្រះដែរដូច្នេះបើយើងរាល់គ្នាជាពូជព្រះហើយនោះមិនត្រូវឲ្យយើងស្មានថាព្រះទ្រង់ដូចជាមាសឬប្រាក់ឬថ្មឬជារបស់ឆ្លាក់តាមការរចនាតាមគំនិតរបស់មនុស្សនោះទេពីដើមព្រះទ្រង់បានតរំលងគ្រាខ្លៅល្ងងមែនតែឥឡូវនេះទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់នៅគ្រប់អន្លើឲ្យប្រែចិត្តវិញពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃដែលទ្រង់នឹងជំនុំជម្រះលោកីដោយយុត្តិធម៌ដោយសារមនុស្សម្នាក់ដែលទ្រង់បានតម្រូវរួចហើយព្រមទាំងដាក់ផុសតាងសម្ញយ៉ាងជាក់លាក់ដល់មនុស្សទាំងឡាយដោយទ្រង់ប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញកាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញនោះមានខ្លះចំអកឲ្យហើយខ្លះនិយាយថាយើងនឹងស្ដាប់អ្នកពីដំណើរនេះម្ដងទៀតដូច្នេះប៉ុលក៏ចេញពីចំណោមគេទៅតែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ព្រមទាំងជឿផងក្នុងពួកនោះមានឈ្មោះដេមនេះជាចក្រមនៅភ្នំអឺរីយ៉ូនិងស្ត្រីម្នាក់ឈ្មោះដាម៉ារីហើយនឹងអ្នកខ្លះទៀតដែរព្រះគម្ពីរកិច្ចការជំពូកទី13រៀបនៅក្នុងពួកជំនុំនៅក្រុងអាន់ទីយ៉ូនោះមានគ្រូអធិបាយនិងគ្រូបង្រៀនខ្លះគឺបាណាបាសមួយស៊ីមៀនដែលហៅថានីកើមួយលូគៀជាសាគីរ៉េនមួយម៉ាណាអេនជាកូនចិញ្ចឹមជាមួយនឹងហេរ៉ូតស្ដេចអានូរាជមួយនិងសុលមួយកំពុងតែអ្នកទាំងនោះធ្វើការងារថ្វាយព្រះអង្គម្ចាស់ទាំងតមនោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ថាចូលញែកបាណាបាសនិងសុលចេញឲ្យខ្ញុំសម្រាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើដូច្នេះក្រោយដែលបានតមហើយអធិស្ឋានព្រមទាំងដាក់ដៃលើអ្នកទាំងពីរនោះក៏បើកឲ្យគេទៅឯអ្នកទាំងពីរនោះក៏ចុះទៅដល់សេលីសៀដោយព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យទៅនៅទីនោះគេចុះសំពៅចេញទៅឯកោះគីប្រុសដល់សាឡាមីនហើយគេក៏ផ្សាយព្រះបន្ទូលនៅក្នុងសាលាប្រជុំទាំងប៉ុន្មានរបស់ពួកសាសយូដាមានទាំងយូហានជាអ្នកជំនួយដែរកាលបានដើរកាត់កោះទៅត្រឹមប៉ាផុសហើយនោះក៏ប្រទះនឹងសាសយូដាម្នាក់ដែលធ្វើជាគ្រូអាបធ្មប់ជាហោរាខ្លាញ់ឈ្មោះបាយេស៊ូគ្រូនោះនៅជាមួយនឹងអ្នកតំណាងជាតិរ៉ូមម្នាក់ឈ្មោះសឺគៀប៉ូឡូសជាអ្នកឆ្លៀវឆ្លាតលោកក៏ហៅបាណាបាសនិងសុលមកដើម្បីចង់ស្ដាប់ព្រះបន្ទូលតែអេលីម៉ាសជាគ្រូអាបធ្មប់នោះត្បិតឈ្មោះនោះប្រែមកដូច្នេះក៏តាំងខ្លួនទាស់នឹងគេដើម្បីបង្វែរលោកមិនឲ្យជឿតែសុលដែលហៅថាប៉ុលដែរគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធក៏សម្លឹងមើលទៅគ្រូនោះដោយនិយាយថាណែមនុស្សដែលពេញដោយកិច្ចកលនិងសេចក្តីល្បិចគ្រប់យ៉ាងជាកូននៃអរិយហើយជាខ្មាំងសត្រូវដល់គ្រប់ទាំងសេចក្តីសុចរិតអើយតើមិនព្រមឈប់បង្ខូចផ្លូវត្រង់របស់ព្រះអង្គម្ចាស់ទេឬអីមើលឥឡូវនេះព្រះហស្ថនៃព្រះអង្គម្ចាស់បានមកលើឯងហើយឯងនឹងត្រូវខ្វាក់ភ្នែកមើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិចនោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិល
ហើយងងឹតសូនទៅរួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃការលោកតំណាងជាតិឃើញការដែលកើតមកដូច្នោះនោះក៏ជឿព្រមទាំងមានសេចក្តីអស្ចារ្យក្នុងចិត្តអំពីសេចក្តីបង្រៀនរបស់ព្រះអង្គម្ចាស់ផងប៉ុលនិងពួកគូកនគាត់ក៏ចោះសំពៅចេញពីប៉ាផុសទៅដល់ពើកានៅស្រុកប៉ាមភីលាឯយូហានគាត់បែកពីគេត្រឡប់ទៅឯក្រុងយេរូសាឡឹមវិញតែគេចេញពីពើកាដើរកាត់ទៅឯអាន់ទីយ៉ូនៅស្រុកពីសេឌាក៏ចូលទៅអង្គុយក្នុងសាលាប្រជុំនៅថ្ងៃឈប់សម្រាកក្រោយការដែលអានមើលក្រឹតវិន័យនិងគម្ពីរពួកហោរាហើយនោះមេសាឡាក៏ប្រើមនុស្សឲ្យទៅប្រាប់ថាបងប្អូនអើយបើមានសេចក្តីអ្វីនឹងទូលមានដល់ពួកជននោះសូមបងប្អូនមានប្រសាសន៍ចោះលំដាប់នោះប៉ុលក៏ក្រោកឡើងធ្វើគ្រឿងសម្គាល់នឹងដៃនិយាយថាពួកសាសអ៊ីស្រាអែលនិងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយសូមស្ដាប់ចោះព្រះនៃសាសអ៊ីស្រាអែលយើងនេះទ្រង់បានរើសពួកអាយកោយើងរាល់គ្នាក៏លើកដំកើងសាសយើងក្នុងការដែលគេអាស្រ័យនៅស្រុកអេស៊ីបនៅឡើយរួចទ្រង់នាំគេចេញពីស្រុកនោះដោយព្រះហស្ថដ៏មានព្រះជាស្ដាហើយទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេនៅទីរហោស្ថានក្នុងរវាងប្រហែលជា40ឆ្នាំក្រោយដែលទ្រង់បានបំផ្លាញសាសទាំង7នគរនៅស្រុកកាណាននោះក៏ចែកស្រុករបស់គេដល់ពួកអាយកោយើងដោយចាប់ឆ្នោតក្រោយការទាំងនោះមកទ្រង់ប្រទានឲ្យមានចៅហ្វាយក្នុងរវាងប្រហែលជា450ឆ្នាំដល់រាបដល់គ្រាហោរាសាំយូអែលនោះគេសូមឲ្យមានស្ដេចរួចព្រះទ្រង់តាំងសូលជាបុត្រគីសក្នុងពូជអម្បូបេនយ៉ាមីនឲ្យធ្វើជាស្ដេចលើគេនៅរវាង40ឆ្នាំការដកស្ដេចនោះចេញហើយនោះទ្រង់លើកដាវីតតាំងឡើងជាស្ដេចវិញក៏ធ្វើបន្ទាប់ពីស្ដេចដាវីតថាអញរកបានដាវីតកូនអ៊ីសាយជាទីគប់ចិត្តដល់អញនឹងធ្វើតាមចិត្តអញគ្រប់ជំពូកគឺពីព្រះវង្សាស្ដេចនោះហើយដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះមួយអង្គដល់សាសអ៊ីស្រាអែលតាមសេចក្តីសន្យាគឺជាព្រះយេស៊ូវតែមុនដែលទ្រង់យាងមកនោះលោកយូហានបានប្រកាសប្រាប់ពីបុណ្យជ្រមុជទឹកខាងឯការប្រែចិត្តដល់សាសអ៊ីស្រាអែលទាំងអស់គ្នាជាស្រេចហើយការលោកយូហានកំពុងតែធ្វើសម្រេចការងារនោះលោកមានប្រសាសន៍ថាតើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណាខ្ញុំមិនមែនជាព្រះអង្គនោះទេតែមើលព្រះអង្គនោះយាងមកក្រោយខ្ញុំមិនគួរនឹងស្រែកខ្សែសពបាបទ្រង់ផងអោបងប្អូនជាកូនចៅពូជអាប់រ៉ាហាំនិងអស់អ្នកក្នុងពួកអ្នករាល់គ្នាដែលកោតខ្លាចដល់ព្រះអើយទ្រង់បានផ្ញើព្រះបន្ទូលពីសេចក្តីសង្គ្រោះនេះមកដល់អ្នករាល់គ្នាត្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡឹមព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេក៏មិនបានយល់សេចក្តីទំនាយរបស់ពួកហោរាដែលគេមើលរាល់តែថ្ងៃឈប់សម្រាកដែរបានជាគេធ្វើសម្រេចតាមសេចក្តីទំនាយនោះឯងដោយគេបានកាត់ទោសដល់ទ្រង់ហើយទោះបើគេរកហេតុអ្វីនឹងសម្លាប់ទ្រង់មិនបានក៏ដោយគង់តែគេសូមអង្វរដល់លោកពីឡាតឲ្យបានសម្លាប់ទ្រង់ដែរក្រោយដែលគេធ្វើសម្រេចគ្រប់សេចក្តីដែលចែកទុកពីទ្រង់រួចហើយនោះគេក៏យកទ្រង់ចុះពីជើងឆ្កាងមកបញ្ចុះក្នុងភ្នោតែព្រះបានប្រោសឲ្យទ្រង់មានប្រជញ្ញរូបពីស្លាប់ឡើងវិញហើយទ្រង់លេចមកឲ្យពួកអ្នកដែលបានឡើងពីស្រុកកាលីលេមកឯក្រុងយេរូសាឡឹមជាមួយនឹងទ្រង់បានឃើញជាយូរថ្ងៃអ្នកទាំងនោះជាស្មោះបន្ទាល់ពីទ្រង់ដល់ពួកជនទាំងឡាយយើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះដល់អ្នករាល់គ្នាគឺជាសេចក្តីសន្យាដែលបានតាំងនឹងពួកអាយកោយើងថាព្រះបានធ្វើសម្រេចតាមសេចក្តីសន្យាទ្រង់ដល់យើងជាពូជនៃពួកអាយកោនោះហើយដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញដោយមានសេចក្តីចែងទុកមកក្នុងទំនុកដំកើងបទទី2ថាឯងជាកូនអញបានបង្កើតឯងនៅថ្ងៃនេះហើយដែលព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញដើម្បីមិនឲ្យទ្រង់ត្រឡប់ទៅឯសេចក្តីពុករលួយទៀតឡើយនោះទ្រង់មានបន្ទូលដូច្នេះថាអញនឹងផ្ដល់សេចក្តីមេត្តាករុណាស្មោះត្រង់ដែលឲ្យដល់ដាវីតដល់ឯងរាល់គ្នាដែរហើយដូច្នេះបានជាទ្រង់មានបន្ទូលក្នុងបទមួយទៀតថាទ្រង់មិនទុកឲ្យអ្នកបរិសុទ្ធនៃទ្រង់ឃើញសេចក្តីពុករលួយឡើយរីឯលួងដាវីតកាលទ្រង់បានធ្វើការងារចំពោះមនុស្សចំនួនទ្រង់តាមព្រះハរតីនៃព្រះរួចស្រេចហើយនោះក៏ផ្ទុំលក់ទៅហើយបានប្រមូលទៅមូលនឹងពួកអាយកោទ្រង់
ក៏ឃើញសេចក្តីពុករលួយដែរតែព្រះអង្គនោះដែលព្រះបានប្រោសឲ្យរស់ឡើងវិញទ្រង់មិនបានឃើញសេចក្តីពុករលួយឡើយដូច្នេះអ្នករាល់គ្នាជាបងប្អូនអើយសូមជ្រាបថាដែលមានសេចក្តីប្រោសឲ្យរួចពីបាបបានប្រកាសប្រាប់ដល់អ្នករាល់គ្នានោះគឺដោយសារព្រះអង្គនោះឯងមួយទៀតដោយសារទ្រង់អស់អ្នកណាដែលជឿបានរាប់ជាសុចរិតរួចពីគ្រប់ការទាំងអស់ដែលពុំអាចនឹងបានរាប់ជាសុចរិតដោយសារក្រឹតវិន័យលោកម៉ូសេបានឡើយមួយទៀតដោយសារទ្រង់អស់អ្នកណាដែលជឿបានរាប់ជាសុចរិតរួចពីគ្រប់ការទាំងអស់ដែលពុំអាចនឹងបានរាប់ជាសុចរិតដោយសារក្រឹតវិន័យលោកម៉ូសេបានឡើយដូច្នេះត្រូវប្រយ័ត្នក្រែងអ្នករាល់គ្នាកើតមានសេចក្តីដែលពួកហោរាបានទីទុកថាណែអស់អ្នកដែលមើលងាយអើយចូលភាំងឆ្ងល់ហើយវិនិច្ឆ័យទៅចោះត្បិតអញធ្វើការមួយនៃចំនួនឯងរាល់គ្នាគឺជាការដែលឯងរាល់គ្នាមិនព្រមជឿឡើយទោះបើមានគេប្រាប់មកឯងរាល់គ្នាក៏ដោយកាលពួកសាសយូដាបញ្ចេញពីសាលាប្រជុំទៅហើយនោះពួកសាសដតីក៏សូមឲ្យពលអធិប្បាយតាមសេចក្តីទាំងនោះនៅថ្ងៃឈប់សម្រាកមួយក្រោយទៀតកាលពួកអ្នកប្រជុំនោះបានបែកចេញពីគ្នាទៅនោះមានពួកសាសយូដានិងពួកចូលសាសជាច្រើនដែលមកថ្វាយបង្គំគេដើរតាមពលនិងបាណាបាដែលទូលមានឲ្យគេកាន់ខ្ជាប់ក្នុងព្រះគុណនៃព្រះដល់ថ្ងៃឈប់សម្រាកក្រោយនោះពួកអ្នកក្រុងស្ទើរតែទាំងអស់ក៏មកប្រជុំគ្នាដើម្បីនឹងស្ដាប់ព្រះបន្ទូលតែកាលពួកសាសយូដាបានឃើញមនុស្សទាំងហ្វូងដូច្នេះនោះកើតមានចិត្តពេញដោយសេចក្តីច្រណែនហើយក៏ឆ្លើយទៅតឹងទាស់នឹងសេចក្តីដែលពលអធិប្បាយនោះទាំងជំនះហើយប្រមាថផងប៉ុន្តែពលនឹងបាណាបានិយាយដោយក្លាហានថាមកគួរឲ្យយើងខ្ញុំថ្លែងប្រាប់ព្រះបន្ទូលដល់អ្នករាល់គ្នាជាមុនដំបូងប៉ុន្តែដោយព្រោះអ្នករាល់គ្នាបោះបង់ចោលព្រះបន្ទូលនោះហើយជំនុំជម្រះកាត់ទោសដល់ខ្លួនឯងថាមិនគួរនឹងទទួលបានជីវិតដ៏នៅអស់កលជានិច្ចនោះទេហេតុដូច្នេះបានជាយើងខ្ញុំបែរទៅឲ្យពួកសាសដតីវិញត្បិតព្រះអង្គម្ចាស់ទ្រង់បានបង្គាប់មកយើងខ្ញុំដូច្នេះថាអញបានតាំងឯងសម្រាប់ជាពន្លឺដល់សាសដតីដើម្បីឲ្យឯងបានសម្រាប់ជាសេចក្តីសង្គ្រោះដល់ចុងផែនដីបំផុតកាលពួកសាសដតីបានឮដូច្នោះនោះគេមានសេចក្តីអំណរហើយក៏សរសើរព្រះបន្ទូលនៃព្រះអង្គម្ចាស់ចំណែកអស់អ្នកដែលត្រូវបានជីវិតអស់កលជានិច្ចនោះក៏បានជឿឯព្រះបន្ទូលនៃព្រះអង្គម្ចាស់បានផ្សាយសរសាយទូទៅពេញក្នុងស្រុកនោះតែពួកសាសយូដាគេញុះញង់ពួកស្ត្រីអ្នកមុខអ្នកការដែលមកថ្វាយបង្គំនិងពួកអ្នកធំនៅក្នុងទីក្រុងនោះបណ្ដាលឲ្យមានសេចក្តីបៀតបៀនដល់ពលនិងបាណាបាក៏ដេញអ្នកទាំងពីរនោះចេញពីស្រុកគេទៅដូច្នេះអ្នកទាំងពីរក៏រលាស់ធូលីដីពីជើងចេញទាស់នឹងគេរួចចេញទៅឯក្រុងអ៊ីកូនៀមឯពួកសិស្សគេមានចិត្តពេញដោយសេចក្តីអំណរហើយនឹងព្រះវិញ្ញាណបរិសុទ្ធព្រះគម្ពីរកិច្ចការជំពូកទី14ការនៅក្រុងអ៊ីកូនៀមក៏នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់សាសយូដាបានអធិប្បាយនាំឲ្យទាំងពួកសាសយូដានិងសាសក្រិកយ៉ាងសន្ធឹកបានជឿប៉ុន្តែឯពួកសាសយូដាដែលមិនព្រមជឿគេញុះញង់ហើយចាក់រុកពួកសាសដតីឲ្យគេទាស់នឹងពួកជំនុំវិញចំណែកប៉ុលនិងបាណាបាក៏នៅទីនោះជាយូរថ្ងៃគេអធិប្បាយយ៉ាងឃ្លាវខ្លាដោយនៅព្រះអង្គម្ចាស់ហើយទ្រង់ក៏ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណទ្រង់ដោយទ្រង់ប្រោសប្រទានឲ្យមានទីសម្គាល់នឹងការអស្ចារ្យកើតមកដោយសារដៃអ្នកទាំងពីរនោះឯមនុស្សទាំងឡាយនៅក្នុងទីក្រុងនោះគេបែកបាក់គ្នាអ្នកខ្លះកាន់ខាងសាសយូដាខ្លះខាងពួកសាវកតែកាលពួកសាសដតីនិងពួកសាសយូដាព្រមទាំងពួកនាម៉ឺនរបស់គេបានលើកព្រួតគ្នានឹងទៅថ្មេះតេះដៀលហើយចោលនឹងថ្មនោះអ្នកទាំងពីរបានដឹងហើយក៏រត់ទៅឯទីក្រុងនៅស្រុកលូកាវនីវិញគឺលីស្ត្រានិងដឺបេហើយនឹងស្រុកនៅជុំវិញក៏ប្រកាសប្រាប់ដំណឹងល្អនៅកន្លែងទាំងនោះរីឯនៅស្រុកលីស្ត្រាមានមនុស្សម្នាក់មានជើងពិការគាត់អង្គុយនៅដោយខ្វិនតាំងតែពីផ្ទៃម្ដាយមកមិនដែលដើរសោះឡើយអ្នកនោះបានឮពលអធិប្បាយហើយពលក៏សម្លឹងមើលទៅគាត់ឃើញថាគាត់មានសេចក្តីជំនឿល្មមដើម្បីឲ្យបានជា
នោះក៏បន្លឺជាសំឡេងខ្លាំងថាចូលក្រោកឈរឲ្យត្រង់ឡើងរួចអ្នកនោះក៏ស្ទុះឡើងដែរកាលហ្វូងមនុស្សបានឃើញការដែលពលធ្វើនោះគេបន្លឺឡើងជាភាសាលូកៅនីថាពួកព្រះបានកាឡានិមិត្តជាមនុស្សចុះមកឲ្យយើងហើយគេក៏ហៅបាណាបាសជាព្រះសេយ៉ូសហើយប៉ុលជាព្រះហឺមេសពីព្រោះគាត់ជាមេសម្ដែងហើយសង្ឃរបស់ព្រះសេយ៉ូសដែលនៅមុខក្រុងគេក៏នាំយកគោឈ្មោលហើយនឹងភួងទៅដល់ខ្លោងទ្វារក្រុងចង់ថ្វាយយ៉ាញ់បូជាជាមួយនឹងបណ្ដាមនុស្សកាលបាណាបាសនិងប៉ុលជាសាវកបានដឹងនោះក៏ហែកអាវខ្លួនរត់ចូលទៅកណ្ដាលហ្វូងមនុស្សស្រែកឡើងថាអ្នករាល់គ្នាអើយហេតុអ្វីបានជាធ្វើដូច្នេះយើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរមួយទៀតយើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាឲ្យបានបាយចេញពីអស់ទាំងការដែលឥតប្រយោជន៍យ៉ាងនេះទៅឯព្រះដ៏មានព្រះជន្មរស់វិញដែលទ្រង់បង្កើតផ្ទៃមេឃផែនដីសមុទ្រនិងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផងក្នុងការចំនួនមនុស្សពីបុរាណនោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសះដើរតាមផ្លូវរបស់គេរៀងខ្លួនប៉ុន្តែទ្រង់មិនដែលលែងមានទីបន្ទាល់ពីព្រះអង្គទ្រង់ទេដោយទ្រង់តែងតែផ្សាយព្រះគុណមកគឺទ្រង់ប្រោះប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃឲ្យមានរដូវដ៏សម្បូរដើម្បីនឹងបំពេញចិត្តយើងដោយអាហារនិងសេចក្តីអំណរតែដែលគាត់អធិប្បាយសេចក្តីទាំងនោះដល់គេនោះខាត់គេមិនឲ្យថ្វាយយ៉ាញ់បូជាដល់ខ្លួនសឹងតែមិនបានផងមានពួកសាសយូដាខ្លះមកពីអាន់ទីយ៉ូកនិងអ៊ីកូនៀមគេបញ្ចុះបញ្ចូលហ្វូងមនុស្សឲ្យចោលប៉ុលនិងថ្មរួចគេអូសគាត់ចេញទៅក្រៅទុកចោលដោយស្មានថាបានស្លាប់ហើយប៉ុន្តែពួកសិស្សមកចាំពាត់គាត់រួចគាត់ក្រោកឡើងចូលទៅក្នុងទីក្រុងវិញហើយដល់ថ្ងៃស្អែកកូននិងបាណាបាសក៏ចេញទៅឯដឺបេក្រោយដែលប្រកាសប្រាប់ដំណឹងល្អហើយបានសិស្សជាច្រើននៅក្រុងនោះក៏ត្រឡប់ទៅឯលីស្ត្រាអ៊ីកូនៀមនិងអាន់ទីយ៉ូកវិញព្រមទាំងចម្រើនកម្លាំងដល់ពួកសិស្សឲ្យមានចិត្តរឹងប៉ឹងឡើងហើយទូលមានឲ្យនៅស្ថិតស្ថេរក្នុងសេចក្តីជំនឿដោយពាក្យថាត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើនទើបនឹងចូលទៅក្នុងនគរព្រះបានកាលបានរើសពួកចាស់ទុំតាំងឡើងក្នុងគ្រប់ទាំងពួកជំនុំហើយអធិស្ឋានទាំងតមនោះក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ដែលគេបានជឿដល់ទ្រង់ហើយរួចនាំគ្នាដើរកាត់ស្រុកពីស៊ីឌាទៅរហូតដល់ស្រុកប៉ាមភីលាក្រោយដែលអធិប្បាយតាមព្រះបន្ទូលនៅក្រុងពើការរួចហើយនោះក៏ចុះទៅឯអាតាលាក៏ចុះសំពៅពីទីនោះត្រឡប់ទៅហើយអាន់ទីយ៉ូកវិញជាកន្លែងដែលគេបានទុកដាក់អ្នកទាំងពីរក្នុងព្រះគុណនៃព្រះសម្រាប់ការដែលទៅនឹងធ្វើសម្រេចលួនដល់ហើយក៏ប្រមូលពួកជំនុំមកថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួនហើយពីទ្រង់បានបើកទ្វារនៃសេចក្តីជំនឿដល់សាសដទៃដែររួចក៏នៅទីនោះជាមួយនឹងពួកសិស្សជាយូរក្រែលព្រះគម្ពីរកិច្ចការចំពុកទី15មានមនុស្សខ្លះចប់ពីស្រុកយូដាមកបង្រៀនដល់ពួកជំនុំថាបើមិនបានកាត់ស្បែកតាមទម្លាប់របស់លោកម៉ូសេនោះពុំអាចនឹងបានសង្គ្រោះឡើយដូច្នេះកាលប៉ុលនិងបាណាបាសបានជជែកនឹងគេហើយមានសេចក្តីដេញដោលគ្នាជាខ្លាំងរួចហើយនោះពួកជំនុំបានតម្រូវឲ្យប៉ុលនិងបាណាបាសព្រមទាំងអ្នកខ្លះទៀតក្នុងពួកគេឡើងទៅឯពួកសាវកនិងពួកចាស់ទុំនៅក្រុងយេរូសាឡិមដើម្បីនឹងសួរបញ្ជាក់ពីដំណើរនោះដូច្នេះពួកជំនុំក៏ចេញជូនដំណើរអ្នកទាំងពីរនោះទៅរួចគេដើរកាត់ស្រុកភេនីនិងស្រុកសាម៉ារីទាំងថ្លែងប្រាប់ពីរឿងដែលសាសដទៃបានប្រែចិត្តជឿគេក៏នាំឲ្យពួកជំនុំទាំងអស់មានសេចក្តីអំណរជាខ្លាំងនួនដល់ក្រុងយេរូសាឡិមហើយនោះពួកជំនុំពួកសាវកនិងពួកចាស់ទុំក៏រាក់ទាក់ទទួលគេរួចគេថ្លែងប្រាប់ពីគ្រប់ការទាំងអស់ដែលព្រះបានធ្វើដោយសារខ្លួននោះមានអ្នកខ្លះក្នុងពួកផារីស៊ីដែលជឿគេឈរឡើងនិយាយថាត្រូវតែកាត់ស្បែកឲ្យពួកសាសដទៃនោះហើយបង្គាប់ឲ្យកាន់តាមក្រឹតវិន័យរបស់លោកម៉ូសេដែរពួកសាវកនិងពួកចាស់ទុំក៏ប្រជុំគ្នាប្រឹក្សាពីដំណើរនោះលុះបានជជែកគ្នាជាយូរទៅនោះពេត្រុសក្រោកឡើងនិយាយថាបងប្អូនអើយអ្នករាល់គ្នាដឹងហើយថាកាលពីដើមព្រះបានរើសក្នុងពួកយើងរាល់គ្នាដើម្បីឲ្យពួកសាសដទៃ
បានលើព្រះបន្ទូលនៃដំណឹងល្អហើយឲ្យបានជឿដោយសារមាត់ខ្ញុំនោះព្រះដ៏ជ្រាបនៅចិត្តមនុស្សទាំងឡាយទ្រង់បានធ្វើបន្ទាល់ពីគេដោយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេដូចជាដល់យើងរាល់គ្នាដែរទ្រង់មិនបានរាប់ពួកយើងនិងពួកគេខុសពីគ្នាទេគឺបានសម្អាតចិត្តគេដោយសារសេចក្តីជំនឿជឿដែរចុះហេតុអ្វីបានជាលបងព្រះដោយបំពាក់នឹមនៅកពួកសិទ្ធិឆ្នេះដែលទោះទាំងពួកឯកកោយើងឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រាំទ្របានផងយើងជឿថាបានសង្គ្រោះដោយព្រះគុណនៃព្រះអង្គម្ចាស់យេស៊ូវដូចជាគេដែរឯពួកជំនុំទាំងអស់គ្នាក៏នៅស្ងៀមស្ដាប់បាណាបានិងប៉ុលដែលគេរាយរឿងប្រាប់ពីទីសម្គាល់និងការអស្ចារ្យទាំងប៉ុន្មានដែលព្រះបានធ្វើក្នុងពួកសាសដទៃដោយសារខ្លួនការឈប់អធិប្បាយហើយនោះយ៉ាកុបឆ្លើយឡើងថាអ្នករាល់គ្នាជាបងប្អូនអើយសូមស្ដាប់ខ្ញុំសិនស៊ីម៉ូនបានថ្លែងប្រាប់ពីបែបយ៉ាងណាដែលព្រះទ្រង់ប្រោះដល់ពួកសាសដទៃជាមុនដំបូងដើម្បីយករាជមួយពួកពីគេទុកសម្រាប់ព្រះនាមទ្រង់ហើយសេចក្តីទំនាយរបស់ពួកហោរាក៏ត្រូវនឹងដំណើរនោះដែរដូចជាមានសេចក្តីចែងទុកមកថាក្រោយនោះអញនឹងត្រឡប់មកលើកទីលំនៅរបស់លួងដាវីតដែលរលំនោះឡើងអញនឹងសង់ត្រង់កន្លែងបាក់បែកហើយដំឡើងឲ្យត្រង់ឡើងវិញដើម្បីឲ្យសំណល់មនុស្សបានស្វះស្វែងរកព្រះអង្គម្ចាស់ព្រមទាំងសាសដទៃទាំងប៉ុន្មានដែលបានហៅតាមឈ្មោះអញនោះឯងនេះហើយជាព្រះបន្ទូលនៃព្រះអង្គម្ចាស់ជាព្រះដែលធ្វើការទាំងនោះគ្រប់ការដែលព្រះទ្រង់ធ្វើនោះទ្រង់បានជ្រាបតាំងពីអស់កលរៀងមកដូច្នេះបើតាមគំនិតខ្ញុំនោះមិនត្រូវធ្វើឲ្យពួកសាសដទៃដែលងាកបែរមកឯព្រះវិញមានចិត្តខ្វល់ឡើយគឺត្រូវសរសេរផ្ញើទៅឲ្យគេគ្រាន់តែជៀសវាងចេញពីរូបព្រះដែលនាំឲ្យស្មោកគ្រោកមួយពីសេចក្តីកំផិតមួយពីសត្វដែលសម្លាប់ដោយច្របាច់កមួយហើយពីឈាមមួយប៉ុណ្ណោះព្រោះតាំងពីចាស់បុរាណមកមានគេប្រកាសប្រាប់ពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ហើយគេមើលគម្ពីរលោកនៅអស់ទាំងសាលាប្រជុំរាល់តែថ្ងៃឈប់សម្រាកដែរនោះពួកសាវកនិងពួកចាស់ទុំព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថាគូនឹងរើសយកអ្នកខ្លះក្នុងពួកគេគឺយូដាសដែលហៅថាបាសាបាសមួយនិងស៊ីឡាសមួយជាពួកអ្នកមុខក្នុងពួកជំនុំដើម្បីនឹងចាត់ឲ្យទៅអាន់ទីយ៉ូកជាមួយនឹងប៉ុលហើយនឹងបាណាបាសគេក៏ធ្វើសម្បត្តិផ្ញើដោយសារអ្នកទាំងនោះបែបដូច្នេះថាសម្បត្តិយើងខ្ញុំជាពួកសាវកពួកចាស់ទុំនិងពួកបងប្អូនទាំងអស់គ្នាផ្ញើមកជម្រាបសួរដល់ពួកបងប្អូនសាសដទៃដែលនៅក្រុងអាន់ទីយ៉ូកស្រុកសេរីនិងស្រុកគីលីគៀឲ្យបានជ្រាបត្បិតយើងខ្ញុំបានឮថាមានអ្នកខ្លះចេញពីពួកយើងខ្ញុំមកនាំឲ្យអ្នករាល់គ្នាខ្វល់ចិត្តហើយឲ្យវល់គំនិតដោយពាក្យសម្ដីដែលគេថាត្រូវតែកាត់ស្បែកហើយកាន់តាមក្រឹតវិន័យផងតែយើងខ្ញុំមិនបានបង្គាប់គេទេដូច្នេះយើងខ្ញុំបានព្រមព្រៀងគ្នាយល់ឃើញថាគូនឹងរើសអ្នកខ្លះចាត់មកឲ្យអ្នករាល់គ្នាជាមួយនឹងបាណាបាសហើយនឹងប៉ុលជាសម្លាញ់ស្ងួនគ្នានៃយើងខ្ញុំដែលបានប្រថុយជីវិតដោយយល់ដល់ព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទនៃយើងរាល់គ្នាដូច្នេះយើងខ្ញុំបានចាត់យូដាសនិងស៊ីឡាសមកឲ្យជម្រាបដល់អ្នករាល់គ្នាផ្ទាល់មាត់ពីសេចក្តីទាំងនោះឯងពីព្រោះព្រះវិញ្ញាណបរិសុទ្ធនិងយើងខ្ញុំរាល់គ្នាបានយល់ឃើញថាមិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាក្រៅពីសេចក្តីទាំងនេះដែលត្រូវតែកាន់នោះឡើយគឺឲ្យជៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះមួយឈាមមួយសត្វដែលសម្លាប់ដោយច្របាច់កមួយនិងសេចក្តីកំផិតមួយបើអ្នករាល់គ្នាជៀសវាងពីរបស់ទាំងនេះនោះបានល្អហើយសូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះកាលពួកជំនុំបានឲ្យអ្នកទាំងនោះទៅហើយនោះគេទៅដល់អាន់ទីយ៉ូកក៏ប្រជុំពួកសិស្សទាំងប៉ុន្មានហើយប្រគល់សម្បត្តិនោះដល់ពួកជំនុំលុះបានអានមើលសម្បត្តិស្រេចហើយពួកនោះក៏មានសេចក្តីរីករាយដោយពាក្យកំសាន្តនោះឯយូដាសនិងស៊ីឡាសដែលជាគ្រូអធិប្បាយដែរគេបានប្រដៅទូលមានជាច្រើនដល់ពួកជំនុំព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើងកាលនៅទីនោះជាយូរបន្តិចនោះពួកជំនុំឲ្យគេត្រឡប់ទៅឲ្យពួកសាវកវិញដោយសុខសាន្តតែស៊ីឡាសគាត់គប់ចិត្តនៅទីនោះតទៅទៀត
ឯប៉ុលនិងបាណាបាបានបង្អង់នៅឯក្រុងអាន់ទីយ៉ូកនោះដែរទាំងបង្រៀនឲ្យប្រកាសប្រាប់ពីដំណឹងល្អគឺជាព្រះបន្ទូលនៃព្រះអង្គម្ចាស់ជាមួយនឹងមនុស្សឯទៀតជាច្រើនកាលក្រោយបន្តិចថ្ងៃមកនោះប៉ុលនិយាយនឹងបាណាបាថាចូលយើងត្រឡប់ទៅសួរពួកបងប្អូននៅអស់ទាំងក្រុងជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអង្គម្ចាស់ផងដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្ដេចឯបាណាបាគាត់គិតចង់យកយូហានដែលហៅថាម៉ាកុសទៅជាមួយផងតែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេពីព្រោះជាន់មុនគាត់បានចាក់ចោលគេពីកាលនៅស្រុកប៉ាមភីលាម្ដងហើយមិនបានទៅធ្វើការជាមួយគ្នាតទៅឡើយដូច្នេះគេមានការទាស់តែងគ្នាជាខ្លាំងដល់ម្លេះបានជាបែកចេញពីគ្នាឯបាណាបាគាត់យកម៉ាកុសចោះសំពៅទៅឯកោះគីប្រុសតែប៉ុលគាត់រើសយកស៊ីឡាសវិញហើយចេញដំណើរទៅដោយមានពួកជំនុំផ្ទុកផ្ដាក់ក្នុងព្រះគុណនៃព្រះអង្គម្ចាស់នោះគាត់ដើរកាត់ស្រុកសេរីនិងស្រុកគីលីគាក៏តាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្លួនឡើងព្រះគម្ពីរកិច្ចការជំពូកទី16រីឯប៉ុលបានទៅដល់ក្រុងដឺបេនិងលីស្ត្រាហើយនៅទីនោះក៏ប្រទះឃើញសិស្សម្នាក់ឈ្មោះធីម៉ូថេជាកូនរបស់ស្ត្រីសាសយូដាម្នាក់ដែលបានជឿតែឪពុកជាសាសក្រិចគាត់ជាអ្នកមានកេរ្តិ៍ឈ្មោះល្អក្នុងពួកជំនុំនៅលីស្ត្រានិងអ៊ីកូនៀមឯប៉ុលចង់ឲ្យអ្នកនោះទៅជាមួយផងបានជាគាត់នាំយកទៅកាត់ស្បែកឲ្យដោយព្រោះពួកសាសយូដាដែលនៅស្រុកទាំងនោះត្បិតគេដឹងគ្រប់គ្នាថាឪពុកគាត់ជាសាសក្រិចកំពុងតែដើរកាត់អស់ទាំងទីក្រុងនោះក៏ប្រគល់សេចក្តីបញ្ញត្តិទាំងប៉ុន្មានដល់គេជាសេចក្តីដែលពួកសាវកនិងពួកចាស់ទុំដែលនៅក្រុងយេរូសាឡឹមបានជំនុំសម្រេចឲ្យគេកាន់តាមយ៉ាងនោះពួកជំនុំទាំងប៉ុន្មានមានសេចក្តីជំនឿរឹតតែខ្លាំងហើយចំនួននៃពួកសិស្សចេះតែចម្រើនកើនឡើងជារៀងរាល់ថ្ងៃកាលបានដើរកាត់ស្រុកពីគ្រានិងដែនខេត្តកាឡាទីនោះព្រះវិញ្ញាណបរិសុទ្ធទ្រង់ឃាត់មិនឲ្យផ្សាយព្រះបន្ទូលនៅស្រុកអាស៊ីទេបានជានាំគ្នាចុះទៅឯស្រុកមីសៀវិញហើយខំចូលទៅក្នុងស្រុកប៊ីធូនីប៉ុន្តែព្រះវិញ្ញាណនៃព្រះយេស៊ូវមិនអនុញ្ញាតឲ្យចូលទេរួចគេដើរហួសពីស្រុកមីសៀចូលទៅឯត្រួអាសវិញនៅយប់នោះប៉ុលបានឃើញក្នុងការជាក់ស្ដែងជាមនុស្សពីស្រុកម៉ាសេដូនម្នាក់ចូលអង្វរគាត់ថាសូមអញ្ជើញឆ្លងមកជួយយើងខ្ញុំដែលនៅស្រុកម៉ាសេដូននេះផងលុះគាត់បានឃើញការជាក់ស្ដែងនោះរួចហើយនោះយើងក៏រកឱកាសនឹងទៅឯស្រុកម៉ាសេដូនភ្លាមដោយយល់ឃើញថាព្រះអង្គម្ចាស់ទ្រង់ហៅយើងឲ្យទៅផ្សាយដំណឹងល្អដល់គេការបានចោះសំពៅចេញពីត្រួអាសទៅនោះក៏តម្រង់ទៅឯកោះសាមុត្រាហើយថ្ងៃក្រោយបានដល់នាប៉ូលពីទីនោះយើងក៏ទៅដល់ក្រុងភីលីបជាទីក្រុងលេខ1ក្នុងដែនខេត្តម៉ាសេដូនដែលជាស្រុកចំណុះហើយយើងសម្ចតនៅទីនោះបាន4-10ថ្ងៃដល់ថ្ងៃឈប់សម្រាកយើងដើរចេញពីទីក្រុងទៅឯមាត់ទន្លេជាកន្លែងដែលគេធ្លាប់អធិប្បាយក៏អង្គុយនិយាយនឹងពួកស្រីៗដែលប្រជុំគ្នានោះមានស្ត្រីម្នាក់ជាអ្នកជំនួញលាក់ពណ៌ស្វាយឈ្មោះលីឌាពីក្រុងធាតេរ៉ាជាអ្នកដែលបានថ្វាយបង្គំព្រះនាងប្រុងស្ដាប់ហើយព្រះអង្គម្ចាស់ទ្រង់បើកចិត្តនាងឲ្យយកចិត្តទុកដាក់តាមសេចក្តីដែលប៉ុលអធិប្បាយកាលនាងបានទទួលបុណ្យជ្រមុជទឹកព្រមទាំងពួកគ្រួនាងរួចហើយនោះក៏អញ្ជើញយើងថាបើអស់លោកយល់ឃើញថាខ្ញុំស្មោះត្រង់ចំពោះព្រះអង្គម្ចាស់ពិតនោះសូមលោកអញ្ជើញទៅឯផ្ទះខ្ញុំកុំខាននាងក៏បង្ខំដល់យើងរួចកាលយើងកំពុងតែទៅឯទីអធិស្ឋាននោះមានបាវស្រីម្នាក់មកជួបនឹងយើងនាងនោះមានអរិយភីថងចូលក៏បានចម្រើនឲ្យចៅហ្វាយនាងជាច្រើនដោយការទាយនាងដើរតាមប៉ុលនឹងយើងខ្ញុំទាំងស្រែកថាអ្នកទាំងនេះជាអ្នកបម្រើនៃព្រះដ៏ខ្ពស់បំផុតតែប្រាប់យើងពីផ្លូវសង្គ្រោះនាងក៏ធ្វើដូច្នោះជាយូរថ្ងៃទាល់តែប៉ុលមានសេចក្តីរំខានចិត្តហើយបែរទៅនិយាយនឹងអរិយនោះថាអញបង្គាប់ឯងដោយនៅព្រះនាមព្រះយេស៊ូវគ្រីស្ទឲ្យឯងចេញពីនាងនេះទៅវាក៏ចេញទៅនៅវេលានោះឯងកាលពួកចៅហ្វាយរបស់នាងឃើញថាទីសង្ឃឹមដែលនឹងបានកម្រៃបានបាត់អស់ទៅហើយនោះគេក៏ចាប់ប៉ុលនិងស៊ីឡាសដោយកន្ត្រាក់កន្ត្រែងនាំទៅឯទីផ្សារនៅចំពោះមុខមេនគរបាល
រួចកាលនាំទៅដល់នាយកតម្រួតនគរបាលគេជម្រាបថាពួកសាសយូដាទាំងនេះនាំឲ្យទីក្រុងយើងកើតវឹកវរជាខ្លាំងណាស់គេប្រកាសប្រាប់ពីទំនៀមទម្លាប់ដែលយើងខ្ញុំជាសាសរ៉ូមគ្មានច្បាប់ទទួលឬកាន់តាមឡើយហ្វូងមនុស្សក៏លើកគ្នាទាស់នឹងប៉ុលហើយនឹងស៊ីឡាសដែររួចមេនគរបាលបានកន្ត្រាក់ហែកអាវគេចេញហើយបង្គាប់ឲ្យវាយនឹងរំពាត់ក្រោយដែលវាយមានស្នាមជាច្រើនហើយនោះក៏យកទៅដាក់គុកបង្គាប់មេភូមិឃុំឲ្យរក្សាដោយប្រយ័ត្នប្រយែងមេភូមិឃុំទទួលបង្គាប់យ៉ាងដូច្នោះហើយក៏នាំយកគេទៅដាក់ក្នុងគុកជ្រៅព្រមទាំងដាក់ខ្នោះភ្ជាប់នៅជើងផងលុះពេលប្រហែលជាកណ្ដាលអាត្រៀតប៉ុលនិងស៊ីឡាសកំពុងតែអធិស្ឋានហើយច្រៀងសរសើរដល់ព្រះឯពួកអ្នកទោសក៏ស្ដាប់ដែរនោះស្រាប់តែកើតមានកក្រើកដីជាខ្លាំងដល់ម្លេះបានជារញ្ជួយដល់ជើងជញ្ជាំងគុកផងហើយទ្វារទាំងប៉ុន្មានរបើកចេញភ្លាមខ្នោះក៏រហើបចេញទាំងអស់ទៅកាលមេភូមិឃុំភ្ញាក់ឡើងឃើញទ្វារគុកនៅចំហដូច្នោះក៏ហូតដើរបំរុងនឹងសម្លាប់ខ្លួនចោលដោយស្មានថាអ្នកទោសបានរត់រួចអស់ហើយប៉ុន្តែប៉ុលស្រែកឡើងខកថាកុំធ្វើបាបខ្លួនឡើយត្បិតយើងនៅឯនេះទាំងអស់គ្នាទេមេភូមិឃុំក៏ឲ្យគេយកភ្លើងមករួចមនីមនីស្ទុះចូលទៅក្នុងគុកផ្ដួលខ្លួននៅទៀតនឹងជើងប៉ុលនិងស៊ីឡាសទាំងញាក់ញ័រគាត់នាំគេចេញទៅក្រៅសួរថាលោកម្ចាស់អើយតើត្រូវឲ្យខ្ញុំធ្វើដូចម្ដេចឲ្យបានសង្គ្រោះផងគេក៏ប្រាប់គាត់ថាចូលជឿដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទៅនោះនឹងបានសង្គ្រោះហើយព្រមទាំងពួកគ្រួសារលោកផងគេក៏ផ្សាយព្រះបន្ទូលនៃព្រះអង្គម្ចាស់ដល់គាត់និងពួកគ្រួគាត់ទាំងអស់ដែរនៅវេលាយប់នោះឯងគាត់យកគេទៅលាងស្នាមរំពាត់ចេញរួចខ្លួនគាត់និងពួកគាត់ទាំងអស់ក៏ទទួលបុណ្យជ្រមុជទឹកភ្លាមនោះគាត់នាំគេចូលទៅក្នុងផ្ទះរៀបតុឲ្យបរិភោគដោយមានចិត្តរីករាយសាទរព្រមទាំងពួកគ្រួគាត់ផងដោយព្រោះបានជឿដល់ព្រះហើយដល់ភ្លឺឡើងនោះមេនគរបាលចាប់ពួកនាយឲ្យទៅប្រាប់ថាចូលលេងអ្នកទាំងពីរនោះទៅមេភូមិឃុំប្រាប់ដល់ប៉ុលតាមពាក្យនោះថាលោកនគរបាលបានចាត់គេមកប្រាប់ឲ្យលេងលោកចេញទៅហើយដូច្នេះសូមអញ្ជើញទៅដោយសុខសាន្តចុះតែប៉ុលឆ្លើយទៅគេថាពួកមេនគរបាលវាយើងនឹងរំពាត់នៅកណ្ដាលជំនុំឥតមានកាត់ទោសហើយបានដាក់គុកយើងផងដែលយើងជាជាតិរ៉ូមដូច្នេះឥឡូវនេះលោកចង់កិច្ចការប្រែជាដេញយើងទៅដោយសម្ងាត់វិញឬធ្វើដូច្នេះពុំបានទេត្រូវឲ្យខ្លួនលោកមកនាំយើងចេញទៅវិញពួកនាយក៏ទៅជម្រាបតាមពាក្យនោះរួចពួកមេនគរបាលមានសេចក្តីភិតភ័យដោយឮថាជាជាតិរ៉ូមក៏មកសូមអង្វរដល់គាត់ទាំងពីរនាក់រួចនាំចេញពីក្នុងគុកហើយសូមឲ្យចេញពីទីក្រុងគេទៅកាលចេញពីគុកហើយទើបនាំគ្នាទៅឯនាងលីឌាលុះបានឃើញពួកជំនុំនោះក៏ទូលមានដល់គេរួចចេញដំណើរទៅព្រះគម្ពីរកិច្ចការជំពូកទី17រីឯកាលបានដើរកាត់ក្រុងអាំភីប៉ូលីនិងក្រុងអាប៉ូឡូនីនោះគេទៅដល់ក្រុងថៃសាឡូនីកជាកន្លែងដែលមានសាលាប្រជុំរបស់សាសយូដាប៉ុលក៏ចូលទៅឯគេតាមទម្លាប់គាត់ហើយជជែកពន្យល់ដល់គេតាមគម្ពីរក្នុង3ថ្ងៃឈប់សម្រាកក៏បើកសម្ដែងយ៉ាងច្បាស់ថាព្រះគ្រីស្ទត្រូវតែរងទុក្ខរួចមានប្រជញ្ញរស់ពីស្លាប់ឡើងវិញគាត់ក៏និយាយថាព្រះយេស៊ូវនេះឯងដែលខ្ញុំប្រកាសប្រាប់ដល់អ្នករាល់គ្នាទ្រង់គឺជាព្រះគ្រីស្ទនោះហើយពួកអ្នកនោះខ្លះក៏យល់ព្រមហើយបានចូលខាងប៉ុលនិងស៊ីឡាសព្រមទាំងពួកសាសក្រិចសន្ធឹកដែលតែងតែថ្វាយបង្គំព្រះនិងពួកស្រីអ្នកមុខជាក្រៅដែរតែពួកសាសយូដាដែលមិនព្រមជឿគេមានចិត្តឈ្នានីសក៏នាំយកមនុស្សពីលអនាថាខ្លះមករួចប្រមូលបានមនុស្សយ៉ាងសន្ធឹកទៅបង្កើតវឹកវរក្នុងទីក្រុងហើយនាំគ្នាទៅចោមព័ទ្ធផ្ទះយ៉ាសុនរកចាប់ប៉ុលនិងស៊ីឡាសនាំចេញមកឯបណ្ដាជនលុះរកមិនឃើញក៏ចាប់យ៉ាសុននិងពួកជំនុំខ្លះកន្ត្រាក់ដឹកនាំទៅដាក់នៅមុខចៅហ្វាយទីក្រុងដោយស្រែកថាពួកដែលនាំឲ្យក្រឡាស់ផែនដីនោះបានមកទីនេះហើយឯយ៉ាសុននេះជាអ្នកបានទទួលគេពួកនោះប្រព្រឹត្តសុទ្ធតែខុសនឹងបញ្ញត្តិរបស់សេសាដោយនិយាយថាមានស្ដេចមួយទៀតឈ្មោះយេស៊ូមនុស្សទាំងនោះក៏នាំអស់បណ្ដាជននិងចៅហ្វាយនៃទីក្រុងកើតបារម្ភព្រួយដោយឮសេចក្តីនោះ
រួចកាលបញ្យកប្រាក់ធានាពីយ៉ាសុននិងអ្នកឯទៀតហើយនោះក៏លែងគេចេញទៅពួកជំនុំក៏ឲ្យប៉ុលនិងស៊ីឡាចេញទៅឯក្រុងបេរ៉ាទាំងយប់ភ្លាមកាលទៅដល់នោះគេចូលទៅក្នុងសាលាប្រជុំរបស់ពួកសាសយូដារីឯពួកអ្នកស្រុកនោះមានចិត្តល្អជាងពួកអ្នកនៅថៃសាឡូនីកគេប្រុងប្រៀបសពគ្រប់នឹងទទួលព្រះបន្ទូលក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវដូច្នេះមានពួកគេនិងពួកស្រីសាសក្រិចជាអ្នកមុខអ្នកការជាច្រើនបានជឿក៏មានប្រប្រក្រែលដែរតែកាលពួកសាសយូដានៅថៃសាឡូនីកបានដឹងថាប៉ុលបានផ្សាយព្រះបន្ទូលនៅក្រុងបេរ៉ាដែរនោះគេក៏មកញុះញង់បណ្ដាជននៅទីនោះទៀតដូច្នេះពួកជំនុំឲ្យប៉ុលចេញទៅភ្លាមធ្វើដូចជានឹងទៅឯសមុទ្រតែស៊ីឡានិងធីម៉ូថេនៅទីនោះតទៅឯពួកអ្នកដែលជូនប៉ុលទៅគេនាំទៅឯក្រុងអាថែនវិញរួចកាលគេទទួលពាក្យដែលគាត់ផ្ដាំទៅស៊ីឡានិងធីម៉ូថេឲ្យគេជួបនឹងគាត់ជាប្រញាប់នោះគេនាំគ្នាត្រឡប់វិលទៅវិញកំពុងតែប៉ុលចាំគេនៅក្រុងអាថែននោះគាត់មានសេចក្តីរំជួលក្នុងចិត្តជាខ្លាំងដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះដូច្នេះគាត់ក៏ជជែកបញ្យល់ដល់សាសយូដានិងពួកអ្នកដែលថ្វាយបង្គំក្នុងសាលាប្រជុំគេហើយនៅទីផ្សារជាមួយនឹងអស់អ្នកដែលមកជួបនឹងគាត់រាល់តែថ្ងៃដែរតែមានពួកអេពីគូនិងពួកស្តូអ៊ីកខ្លះជាអ្នកប្រាជ្ញបរមត្ថគេមកជួបនឹងគាត់ខ្លះសួរថាតើអ្នកដែលនិយាយបបាច់នេះចង់ថាដូចម្ដេចខ្លះទៀតថាមើលទៅដូចជាគាត់សម្ដែងពីព្រះដតីទេត្បិតឮគាត់ប្រាប់គេពីព្រះយេស៊ូវហើយពីសេចក្តីរស់ពីស្លាប់ឡើងវិញគេក៏នាំយកគាត់ទៅឯភ្នំអេរីយ៉ូសួរថាតើយើងអាចនឹងដឹងជាសេចក្តីបង្រៀនថ្មីដែលអ្នកអធិប្បាយនេះជាយ៉ាងណាបានឬទេត្បិតយើងបានឮអ្នកអធិប្បាយយ៉ាងប្លែកណាស់ដូច្នេះយើងចង់ដឹងនៃសេចក្តីទាំងនេះដែររីឯពួកអ្នកនៅស្រុកអាថែននិងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មានគេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេគេគិតតែពីប្រាប់ឬស្ដាប់សេចក្តីថ្មីប៉ុណ្ណោះឯប៉ុលគាត់ឈរនៅកណ្ដាលទីអេរីយ៉ូសម្ដែងថាអោពួកអ្នកនៅក្រុងអាថែនអើយក្នុងការទាំងអស់ខ្ញុំយល់ឃើញថាអ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់ត្បិតកំពុងតែខ្ញុំដើរចុះឡើងមើលប្រដាប់ប្រដាដែលអ្នករាល់គ្នាគោរពបូជានោះខ្ញុំឃើញមានអាសនៈមួយដែលមានចរិតថាព្រះដ៏ពុំស្គាល់ដូច្នេះខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះដែលអ្នករាល់គ្នាគោរពបូជាដោយឥតស្គាល់នោះឯងត្បិតព្រះដែលបង្កើតលោកីនិងរបស់សពសារពើព្រះអង្គនោះទ្រង់ជាព្រះអង្គម្ចាស់នៃស្ថានសួគ៌និងផែនដីទ្រង់មិនគង់ក្នុងវិហារដែលដៃមនុស្សបានធ្វើទេក៏មិនបាច់មានដៃមនុស្សបម្រើទ្រង់ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរត្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ឲ្យគ្រប់ទាំងអស់មានជីវិតមានដង្ហើមគ្រប់ចម្ពោះទ្រង់បានបង្កើតមនុស្សគ្រប់សាសពីឈាមតែមួយឲ្យបាននៅពេញលើផែនដីព្រមទាំងសម្រាប់កំណត់ពេលវេលាដែលបានតាំងជាមុននិងព្រមទីលំនៅរបស់គេគ្រប់គ្នាដើម្បីឲ្យគេស្វែងរកព្រះក្រែងគេនឹងរកទ្រង់ឃើញដោយខំរៀបរកមិននោះទេដឹងទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនីមួយក៏ដោយត្បិតគឺដោយសារទ្រង់ហើយដែលយើងរាល់គ្នាបានរស់កំរើហើយមាននៅផងដូចជាពួកអ្នកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នាបាននិយាយដែរថាមនុស្សយើងជាពូជព្រះដែរដូច្នេះបើយើងរាល់គ្នាជាពូជព្រះហើយនោះមិនត្រូវឲ្យយើងស្មានថាព្រះទ្រង់ដូចជាមាសឬប្រាក់ឬថ្មឬជារបស់ឆ្លាក់តាមការរចនាតាមគំនិតរបស់មនុស្សនោះទេពីដើមព្រះទ្រង់បានតរំលងគ្រាខ្លៅល្ងងមែនតែឥឡូវនេះទ្រង់ត្រាស់បង្គាប់ដល់មនុស្សទាំងអស់នៅគ្រប់អន្លើឲ្យប្រែចិត្តវិញពីព្រោះទ្រង់បានដាក់កំណត់ថ្ងៃដែលទ្រង់នឹងជំនុំជម្រះលោកីដោយយុត្តិធម៌ដោយសារមនុស្សម្នាក់ដែលទ្រង់បានតម្រូវរួចហើយព្រមទាំងដាក់ផុសតាងសម្ញ៉ាយ៉ាងជាក់លាក់ដល់មនុស្សទាំងឡាយដោយទ្រង់ប្រោះមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញកាលគេបានឮនិយាយពីមនុស្សស្លាប់រស់ឡើងវិញនោះមានខ្លះចំអកឲ្យហើយខ្លះនិយាយថាយើងនឹងស្ដាប់អ្នកពីដំណើរនេះម្ដងទៀតដូច្នេះ
ប៉ុលក៏ចេញពីចំណោមគេទៅតែមានមនុស្សខ្លះត្រូវចិត្តជាប់នឹងគាត់ព្រមទាំងជឿផងក្នុងពួកនោះមានឈ្មោះដេមនេះជាចៅក្រមនៅភ្នំអឺរីយ៉ូនិងស្ត្រីម្នាក់ឈ្មោះដាម៉ារីហើយនិងអ្នកខ្លះទៀតដែរ